ឃើញពលឺដូចមុនធម្មតាប៉ុន្តែមានឧបាសិកា2នាក់មកអង្គុយចិត្តកណាមកដល់ខាងឆ្វេងម្នាក់ខាងឆ្វេងស្ដាំមួយឆ្វេងមួយហើយមកដល់ចិត្តកណាគាត់សប្បាយក៏គេប្រខំបានជួបនៅអង្គុយជុំវិញកណាហ្នឹងណាស្រាប់តែអង្គុយហើយកំពុងតែសប្បាយម្នាក់ខាងឆ្វេងកេះប្រាប់អ្នកស្ដាំថាណក់នោះលោកចាស់គ្រូមុនមកហើយហាលោកចាស់គ្រូអញ្ចឹងបាត់ទាំងពីរលោកចាស់វាមិនដឹងលោកចាស់អរគុណហើយក៏ដាច់បាត់ទៅគេទៅបាត់អង្គុយនៅណាអង្គុយនៅលើវិហារអីលើវិហារលោកចាស់តែកណាមានអារម្មណ៍ថាលោកចាស់មុនពីខាងកើតមកមុនមកអញ្ចឹងទៅគេថាណក់លោកចាស់គ្រូមុនមកហើយដល់ពេលទៅខាងស្ដាំខ្ញុំកណាគាត់ក៏លើកឃើញទៅក៏បាត់ទាំងពីរទៅលោកចាស់ហើយដល់ពេលអញ្ចឹងកណាក៏បើកភ្នែកទៅអត់មែនលោកចាស់ផងមកបោកទៅទេចាញ់បោកបាត់នឹងដូចមកប្រាប់ហ្នឹងពេលដែលយើងកំពុងនៅមួយពលឺហ្នឹងគឺទោះបីមានអីកើតឡើងក៏ដោយកុំចាប់អារម្មណ៍ព្រោះមានអ្នកបោកអញ្ចឹងយល់មកពេលនេះដែរលោកចាស់ពេលហ្នឹងឃើញពលឺរហូតប៉ុន្តែកណាទៅស្ងប់ដែររៀងដាច់អារម្មណ៍ច្រើនដែរហើយអញ្ចឹងកណាបើកភ្នែកបដ ாய் ទៅហើយទៅ2នាក់ហ្នឹងកណាដឹងថាអត់ពិតទេប៉ុន្តែឆ្ងល់លោកចាស់ថ្ងៃហ្នឹងមិនពីមុនពីខាងកើតដល់ពេលបើកភ្នែកទៅអត់មានហើយក៏កណាដើរចង្ក្រមទៅលោកចាស់ហ្នឹងហើយអញ្ចឹងមុនពេលអង្គុយតទៅមុនពេលអង្គុយសមាធិហ្នឹងគឺឲ្យយើងសូត្រនមោ3ចប់ទៅសូត្រពុទ្ធាងសរណង្កច្ឆាមិមកចប់អញ្ចឹងទៅរួចទៅក៏ឲ្យយើងសមាធិសិលបន្តប៉ុណ្្នឹងទៅក៏ឲ្យយើងទៅឋានណាទៅឋានថានៅពេលដែលនាងខ្ញុំកំពុងបប្រតិបត្តិហ្នឹងសូមកុំឲ្យមានអីមករំខានអីណាសូមឲ្យការបប្រតិបត្តិរបស់នាងខ្ញុំប្រព្រឹត្តទៅបានដោយស្រួលអញ្ចឹងផងដែរតែហើយតាំងចិត្តតែដាក់ភ្នែនទៅនឹងអង្គុយហើយអត់មានឲ្យពីណាមករំខានទេអត់ដល់មកអត់ចេញទេកុំឲ្យចាញ់បោកទៀតណាតែអញ្ចឹងបើថាបានម្ដងហើយម្ដងទៀតហ្នឹងហើយហ្នឹងអញ្ចឹងបានស្មារតីប្រាប់ថាកុំឲ្យចាប់អារម្មណ៍អីទាំងអស់ពេលដែលយើងឃើញអីហ្នឹងក៏ដោយព្រោះទូនទីរបស់យើងដូចស្មារតីប្រាប់ឲ្យមិញឲ្យទៅអង្គុយឲ្យនៅមើលខ្យល់ហើមនឹងឯងណាហើយដល់ពេលទៅពួកបើគាត់ចង់មកសួរសុខទុក្ខអីហ្នឹងហ្នឹងចាំពេលចេញពីសមាធិទៅដល់ពេលចេញនេះមានអីទេហ្នឹងអត់ហ្នឹងឃើញអត់អីសារក្រោយអាហ្នឹងឲ្យដល់ពេលចាត់ទុកហ្វៃគឺជាបទពិសោធន៍ណាយើងគឺជាបទពិសោធន៍ហ្នឹងប៉ុន្តែលោកកណាគិតថាលោកម្ចាស់ជួយផងអាមិនមកជួយផងហ្នឹងឯងបងជួយរាល់ថ្ងៃហ្នឹងជួយប្រាប់វិធីប្រាប់ឧបាយហ្នឹងឯងតែនៅក្នុងកំណំការជួយហ្នឹងគឺគេបានថាមកចាប់ថាការជួយរបស់អ្នកដទៃប្រៀបដូចជាឧបករណ៍អញ្ចឹងតែរឿងដែលល្អគឺជួយដោយកម្លាំងខ្លួនឯងពីព្រោះអ្នកដែលជួយយើងមិនបាននៅជាមួយយើងរហូតទេមែនទេសំខាន់បំផុតគឺយើងនឹងឯងដែលនៅជាមួយខ្លួនយើងរហូតអញ្ចឹងគឺឲ្យយើងទាំងអស់ហ្នឹងដូចថ្ងៃហ្នឹងអញ្ចឹងយើងបានបទពិសោធន៍មួយបានបទពិសោធន៍អញ្ចឹងតទៅអញ្ចឹងតទៅហ្នឹងគឺបានន័យថាបើកាលណាយើងចិត្តទន់ទៅរួចទេដូចខ្ញុំប្រាប់តាំងពីដើមអញ្ចឹងគឺថាអាណាបានសតិកម្មដ្ឋាននេះគឺជាកម្មដ្ឋានសម្រាប់អ្នកគឺជាកម្មដ្ឋានរបស់មហាបរោះហើយតតែអ្នកហ្នឹងមានចិត្តក្លាហានណាទៅបានបប្រតិបត្តិបានណាដែលអងអាចក្លាហានហើយបានទៅរួចអញ្ចឹងបើកាលណាខ្វះភាពក្លាហានហ្នឹងគឺអត់អាចទៅរួចទេអញ្ចឹងក៏ឲ្យយើងធ្វើមកដែលយើងបានជួបចាត់ទុកថាជាបទពិសោធន៍ចុះណាហ្នឹងហើយនឹងឲ្យមានឲ្យយើងបប្រតិបត្តិតទៀតទៅហើយម្យ៉ាងទៀតក៏សប្បាយចិត្តមួយខ្លួនឯងផងដែរដែលថាបើកាលណាចិត្តយើងអត់ស្ងប់ទេកម្លាំងសមាធិយើងអត់ដល់នោះទេគឺមិនអាចឃើញទេព្រោះនៅទាំងអស់ហ្នឹងណាចាំពីព្រោះអាហ្នឹងជាការបញ្ជាក់ឲ្យឃើញថាអ្នកកម្លាំងសមាធិល្មមមិនឃើញទេណាប៉ុន្តែអាត្មាដូចប្រាប់អញ្ចឹងមិនឲ្យយើងទៅចូលដៃចូលជើងអីទៅរាក់ទាក់អីច្រើនទេតែរវល់អត់មានពេលអង្គុយតទៅនឹងតាញោមមិនដែរមានអីដែរចេញបងកណានមស្ការម្ចាស់គ្រូទាំងពីរទៀនកណាសូមប្រើប្រាស់នៅសម្លេងទៀនម្ចាស់ថ្ងៃនេះខ្ញុំកណាចូលថ្ងៃទី5ហើយទៀនម្ចាស់តែបន្ទាប់ពីថ្មីឆ្លាងមកចូលថ្ងៃទី5ហើយថ្ងៃទី5នេះក៏អស្ចារ្យលើសថ្ងៃណាបំផុតទៀនម្ចាស់ថ្ងៃនេះពេលកណាឡើងពីហូបបាយហើយនេះឡើងទៅដាក់ភ្នែនកណាក៏នមស្ការដោយម្ចាស់គ្រូមានសង្ឃដីកាអញ្ចឹងកណារតនីសិលឲ្យហើយកណាដាក់ភ្នែនទៅកណាមើលម៉ោងសិនទៀនចាស់ម៉ោង1:46នាទីម្ដងនេះកណាមកចាស់ដែរទៀនចាស់ដាក់ភ្នែនទៅក៏ប្រហែលជា10នាទីគុណចាស់ក៏ពលឺនឹងចេញមកទៀនចាស់តែពលឺម្ដងនេះពលឺជាពណ៌ស្វាយជាត្បូងទៀនចាស់កណាក៏នៅក្នុងពលឺនឹងនៅយូរទៀនចាស់ប្រហែលជាកន្លះម៉ោងហ្នឹងចាប់ផ្ដើមដង្ហើមម្ដងគុណចាស់ដង្ហើមរៀងបន្ទួងគ្នាពេលនេះទីផ្ទុំគ្នាតកណាតាំងរៀងដូចពិបាកក្នុងខ្លួនដូចមិនដែលជួបប្រទះទៀនចាស់កណាក៏ខំធ្វើដកនៅមួយស្រាប់ដង្ហើមនឹងវែងម្ដងទៀនវែងហើយតែមានកម្លាំងទៀនម្ដងនេះមានកម្លាំង
មានតិចឆ្អឹងខ្នងតិចអីមកដូចថាមានកម្លាំងអញ្ចឹង ដាក់ចិត្តមាត់តិចទេ កណាក៏ដកតាមហ្នឹងបន្តិចខ្យល់ខ្លីលោកម្ចាស់អស់ពីវែងទៅខ្លីហ្នឹងចូលពីច្រមុះមកបេះដូងពីបេះដូងច្រមុះទៅប៉ុណ្្នឹងទៀតចាតែពលឺនៅដដែលទៀតចាពលឺនៅដដែលកណានៅយូរកណាក៏ទិដ្ឋានថាបើសិនជាដោយអំណាចនៃបុណ្យដែលខ្ញុំបកណ្ណាខំស្កាត់ពីនាយម្ដងណាសូមឲ្យខ្ញុំបកណ្ណាហ្នឹងនៅក្នុងខ្យល់នេះឲ្យបានដល់ម៉ោង 4 អញ្ចឹងទៀតចាកណាទៀតចាកណានៅបានយូរទៀតចានៅហ្នឹងនៅប្រហែលជាចិត្ត1 ម៉ោងសាប់ចូលទៅជាកូនចាស់ដល់កណាអត់ទៅទៀតដោយអំណាចនៃបុណ្យនេះកណាសូមឲ្យសាទនេះចេញពីតិចព្រោះកណាកំពុងតែសូមភ័យខ្លាចដាច់ទេទៀតចាសាទនឹងចេញមែនទេទៀតចាកំពុងតែឈឺក្នុងផោងតិចហ្នឹងចេញមែនភ្លាមកណាថាអូយអស្ចារ្យណាស់កណានឹកឃើញអញ្ចឹងអើយអស្ចារ្យណាស់ដោយគុណព្រះរតនត្រ័យសាទហ្នឹងក៏ចេញពីតិចកណាអង្គុយយូរទៀតចាស់យូរប៉ុនកណាគ្រាន់តែថាចង់ឲ្យនៅក្នុងអធិដ្ឋានថាឲ្យនៅក្នុងខ្យល់បានដល់ម៉ោង 4 ទេទៀតចាស់ទទួលវិឈឺចុកចាប់ខ្លាំងទ្រាំលែងបានទៀតកណាលាភ្នែនមើលម៉ោង 3 2 នាទីម៉ោង 3 នាទីដង្ហើមនៅដដែលទៀតចាស់នៅរហូតកណាដើរសង្ក្រមដើរមិនគឺនៅដដែលថិតម៉ោង 4 ពឹបដង្ហើមនឹងលែងដឹងហ្មងទៀតចាស់បានកណាបានប៉ុណ្្នឹងទៀតចាស់អញ្ចឹងបើទៅថានៅទៅដល់ម៉ោងបានដល់ម៉ោង 4 ទេម៉ោង 4 ទៀតចាស់ហ្នឹងទៅថានៅប៉ុណ្្នឹងក៏នៅប៉ុណ្្នឹងហើយដល់ម៉ោងគេទៅវិញក៏ទៅហើយនៅទៀតអូខេល្អហើយណាហ្នឹងគឺយើងអាចធ្វើបានណាតែដែលសំខាន់ហ្នឹងគឺអាហ្នឹងគឺជាបទពិសោធន៍មួយឲ្យឃើញថាដល់ពេលដែលយើងធ្វើទៅបានអញ្ចឹងវាមានកម្លាំងចិត្តធ្វើឲ្យយើងមានកម្លាំងក្នុងការបប្រតិបត្តិតទៅណាហ្នឹងហើយតាមពិតទៅបើនិយាយពីរឿងការដែលនៅជាមួយនឹងខ្យល់នឹងហើមអីហ្នឹងបើនិយាយទៅតាមន័យនៃព្រះអភិធម្មវិញហ្នឹងគឺវានិមិត្តវាមាន3ណាមាន3គឺបរិកម្មនិមិត្តឱកាសនិមិត្តនិងបតិភិកនិមិត្តអញ្ចឹងនៅក្នុងដែលយើងមាននៅខ្យល់នឹងហើមរឿយជាប់តគ្នាអញ្ចឹងបើរាប់ទៅតាមន័យរបស់អភិធម្មហ្នឹងក៏ជានិមិត្តដូចគ្នាប៉ុន្តែជាខ្យល់នឹងហើមនឹងឯងណាតែបើថាយើងនិយាយទៅតាមន័យនៃគម្ពីរវិសុទ្ធិមគ្គហ្នឹងគឺលោកយកទៅ2ទេគឺលោកយកឱកាសនិមិត្តបរិកម្មនិមិត្តហ្នឹងហើយនឹងឱកាសនិមិត្តដាក់ចូលគ្នាទៅអញ្ចឹងបាននៅក្នុងគម្ពីរវិសុទ្ធិមគ្គហ្នឹងគឺមានតែ2ទេនិយាយទៅពីរឿងនិមិត្តហ្នឹងគឺឱកាសនិមិត្តហើយនឹងបតិភិកនិមិត្តហ្នឹងអញ្ចឹងដើម្បីឲ្យយើងយល់ថាចុះបើមិនក៏អត់តមាននិមិត្តផងមិនក៏អធិដ្ឋាននៅជាមួយខ្យល់ហ្នឹងខ្យល់វានៅដែរហើយអញ្ចឹងលើទេព្រះអង្គគ្រូប្រាប់ថាឲ្យនៅជាមួយពលឺហ្នឹងអានេះអធិដ្ឋាននៅមួយខ្យល់ហ្នឹងនៅដែរតាមពិតទៅខ្យល់នឹងហាំក៏ជានិមិត្តដែរណាគឺរាប់ចូលនៅក្នុងបរិកម្មនិមិត្តនេះឯងណាបរិកម្មនិមិត្តនឹងឯងនឹងយល់ណានឹងឲ្យច្បាស់ទៅកុំឲ្យគេសួរថាចុះនិមិត្តមានប៉ុន្មានអ្នកខ្លះថាមាន2អ្នកខ្លះថាមាន3ចឹងសរុបទៅបប្រតិបត្តិមកពីកន្លែងណាហ្នឹងអញ្ចឹងបើថានិយាយទៅតាមន័យរបស់អភិធម្មមាន3គឺបរិកម្មនិមិត្ត1អូខនិមិត្ត1ហើយនឹងបរិភិកនិមិត្តនឹង1បើតាមនិយាយតាមគម្ពីរវិសុទ្ធិមគ្គមានតែ2ទេគឺលោកយកបរិកម្មនិមិត្តរួមគ្នាទៅជាមួយនឹងអូខនិមិត្តហ្នឹងគឺតែមួយទេអញ្ចឹងមានតែអូខនិមិត្តនិងបតិភិកនិមិត្តនឹងបើនិយាយតាមអភិធម្មណាអូខេទៅតាមវិសុទ្ធិមគ្គណាតាមគម្ពីរវិសុទ្ធិមគ្គហ្នឹងអញ្ចឹងល្អហើយណាញោមគឺជាបទពិសោធន៍មួយសម្រាប់យើងនៅក្នុងការបប្រតិបត្តិហ្នឹងអញ្ចឹងបើកាលណាយើងមានសតិអាចដឹងខ្យល់ដង្ហើមចេញចូលទៅរឿយៗល្អអញ្ចឹងវាធ្វើឲ្យយើងមានកម្លាំងក្នុងការបប្រតិបត្តិហើយដូចញោមដឹងស្រាប់ហើយនៅពេលដែលយើងបាននៅជាមួយខ្យល់ដង្ហើមបានយូរល្អអញ្ចឹងពេលចេញមកស្រឡះខ្លួនណាខ្លួនស្រឡះស្រាលល្អសូម្បីតែក្នុងការអង្គុយហ្នឹងក៏ទុក្ខវេទនាហ្នឹងក៏អត់មានបើថាមានក៏មានតិចតួចកណាទៀនចាអញ្ចឹងទៅយើងឃើញនៅពេលដែលចិត្តរបស់យើងបាននៅបដោតក្នុងអារម្មណ៍តែមួយហ្នឹងបានជាប់តគ្នាគឺធ្វើឲ្យកម្លាំងផ្លូវចិត្តរបស់យើងគឺមានកម្លាំងអញ្ចឹងអ្នកមានកម្លាំងអញ្ចឹងព្រោះកណាបានអាទូកលិចហ្នឹងកណាបានញប់ចិត្តឲ្យទៀនចាទូកលិចហ្នឹងកណាញប់ចិត្តឲ្យទៀនចាទូកលិចហ្នឹងហើយអូហ្នឹងហើយយល់ផ្លេចទូកលិចម្សិលមិញខ្ញុំចូលមកបាត់ពលឺអស់លីងទៅហ្នឹងហើយអញ្ចឹងញុកវាណាកុំឲ្យវាចូលទៀតណាហ្នឹងហើយហ្នឹងបញ្ជាក់កន្លែងហ្នឹងតិចទៅណាបានស្ដាប់ទាំងអស់គ្នាណាមនុស្សយើងម្នាក់គឺមានចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯងអញ្ចឹងគឺយើងត្រូវសង្កេតមើលពីព្រោះក្នុងការបប្រតិបត្តិហ្នឹងគឺអ្វីត្បិតតែយើងបប្រតិបត្តិទោះបីនៅជាមួយនិមិត្តមួយអីនឹងក៏ពិតមែនប៉ុន្តែកុំភ្លេចណាអារម្មណ៍ខ្លះដែលវាមករំខានហ្នឹងវាមិនមែនចូលក្នុងភ្នានរបស់យើងទេនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងដូចពីថ្ងៃម្សិលមិញគាត់ខ្ញុំក៏លើកទូរស័ព្ទមករើនិយាយមួយកូនមកផ្លែតពលឺមួយថ្ងៃបាត់តិចគ្មានអស់អត់មានអសល់អស់លីងហ្មងអញ្ចឹងក៏យើងត្រូវដឹងថាតើចំណុចខ្សោយរបស់យើងហ្នឹងម្នាក់ហ្នឹងមានចំណុចខ្សោយតាមចំណុចណាមួយត្រូវដឹងអំពីចំណុចខ្សោយរបស់យើងជាងការពេលខ្លះគឺបើកាលណាយើងដឹងអំពីចំណុចខ្សោយរបស់យើងដើម្បីយើងការពារកុំឲ្យមានបើនិយាយពីរឿងសត្រូវវិញណាសត្រូវដែលពេលគេវាយយើងគេចង់បានឈ្នះយើងគេអត់មានវាយចំណុចខ្លាំងទេគេវាយតែចំណុចខ្សោយមែនទេណាយើងមើលគេទៅប្រកួតអ្នកប្រកួតវាយបដាវាយអីគេតែងតែមើលទៅដើម្បីមើលគេដើម្បីមើលថាតើហ្នឹងមានចំណុចខ្សោយនៅកន្លែងណាហើយវាយកន្លែងហ្នឹងអ
អញ្ចឹងយើងត្រូវស្គាល់តែមួយណាជាចំណុចខ្សោយរបស់ខ្លួនឯងមួយទៅការពារចំណុចហ្នឹងហើយចំណុចណាដែលជាចំណុចខ្លាំងរបស់យើងឲ្យអភិវឌ្ឍតទៅអញ្ចឹងបើដូចអាប្រាប់ពីម្សិលមិញអញ្ចឹងគឺថាបើកាលណាយើងអត់ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើងទេយើងអាចរក្សាកម្មដ្ឋានយើងបានល្អទេហើយដូចជាទូកយើងនៅកណ្ដាលទន្លេអញ្ចឹងគឺទូកហ្នឹងវានៅកណ្ដាលទន្លេនៅកណ្ដាលទន្លេពិតមែនប៉ុន្តែអាទឹកដែលទឹកទន្លេដែលធំធេងល្វឹងល្វើយត្រូវបាត់ទឹកនឹងច្រើនពិតមែនប៉ុន្តែទឹកហ្នឹងមិនអាចធ្វើឲ្យទូកលិចបានទេតែទឹកដែលអាចធ្វើឲ្យទូកលិចបានគឺតើតែទឹកហ្នឹងឯងដែលចូលទៅក្នុងទូកតែប៉ុណ្ណោះឃើញទេអញ្ចឹងអ្វីដែលសំខាន់ហ្នឹងគឺយើងត្រូវធ្វើម៉េចកុំឲ្យទឹកនឹងចូលក្នុងទូកគឺយើងត្រូវតែមើលថែកុំឲ្យទឹកនឹងចូលក្នុងទូករបស់យើងបានអញ្ចឹងទៅបើសិនតែទឹកនឹងចូលក្នុងទូកហើយទៅដួសចេញបន្ទាប់ពីដួសចេញហើយត្រូវមើលផងដែរតើវាចូលមកតាមច្រកណាអាហ្នឹងតាមទូកណាវាតិចដែលលឹកតិចទឹកនឹងវាលិចចូលទៅអញ្ចឹងយ៉ាងណាមិញទូកគឺខណ្ឌ5របស់យើងនេះតើវាលិចតាមច្រកណាពីមានអីគេមានតាមរុនគេរុនភ្នែកទៅជាចំោះអណ្ដាតកាយនឹងចិត្តហ្នឹងក្នុងចំណោមផ្លូវទាំងប្រមាណហ្នឹងតើមួយណាដែលយើងខ្សោយជាងគេអ្នកខ្លះទៅមានចំណុចខ្សោយតាក់ទងនឹងសម្លេងអញ្ចឹងទៅអ្នកខ្លះទៅមានចំណុចខ្សោយតាក់ទងខាងរូបអញ្ចឹងទៅអញ្ចឹងយើងមើលចំណុចខ្សោយរបស់យើងបើថាយើងអន់កន្លែងណាហើយចំណុចយើងចំណុចខ្សោយកន្លែងណាហើយកុំឲ្យទៅជួបមកអានឹងច្រើនពេកបើអញ្ចឹងប៉ះពាល់ឲ្យអន្តរាយហើយជួបតែមួយផ្លែតហ្នឹងពលឺមួយថ្ងៃរងឃើញអញ្ចឹងកា2ថ្ងៃបាត់អត់ទាន់ឃើញមកវិញទេអញ្ចឹងអាហ្នឹងគឺយើងត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួនឯងណាពីព្រោះអត់មានពីណាគេដឹងជាងយើងខ្លួនឯងទេហើយបើយើងមិនដឹងទេយើងដឹងបើមិនដឹងថាមួយណាជាចំណុចខ្សោយរបស់យើងមើលថាតើបន្ទាប់ពីយើងធ្វើអីទៅបានយើងបរាជ័យរហូតហ្នឹងអាហ្នឹងរត់ដើម្បីរកចំណុចខ្សោយរបស់ខ្លួនឯងណាដល់ពេលយើងដឹងចំណុចហ្នឹងទៅពេលខ្លះដកតែអាហ្នឹងមួយចេញទៅបិទតែអាហ្នឹងមួយជាប់ទៅកម្មដ្ឋានទៅមុខឯងកម្មដ្ឋានទៅមុខឯងអញ្ចឹងទៅដូចថ្ងៃហ្នឹងបានបិទរុនចិត្តហើយក៏អត់នឹងមកវិញហើយអញ្ចឹងតទៅហ្នឹងគឺកំតត់បាត់ឆ្នុកវាទឹកចូលទៀតអត់ដឹងទេហ្នឹងហើយល្អហើយណានឹងឲ្យយើងបានដឹងអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើងហើយដូចអាប្រាប់ចឹងរឿងរ៉ាវណាដែលស្ដាប់ទៅហើយធ្វើឲ្យចម្រើនដល់កម្មដ្ឋានរបស់យើងអាហ្នឹងក៏ស្ដាប់តរឿងរ៉ាវណាដែលស្ដាប់ទៅហើយធ្វើឲ្យវាមិនជាការចម្រើនដល់កម្មដ្ឋានរបស់ខ្លួនឯងទេធ្វើឲ្យចិត្តយើងអត់ស្ងប់ធ្វើឲ្យកម្មដ្ឋានយើងអត់ទៅមុខធ្វើឲ្យចិត្តយើងវាអត់មានកសលចិត្តកើតឡើងមិនក៏បីដឹងរឿងរ៉ាវទាំងអស់នោះទេពីព្រោះក្នុងការដឹងហ្នឹងវាមានមួយដឹងហើយកើតប្រយោជន៍មួយទៀតដឹងហើយមិនកើតប្រយោជន៍ទេណាហើយអញ្ចឹងបានយើងដឹងថាក្នុងរឿងរ៉ាវដែលយើងត្រូវដឹងតើយើងមានកម្លាំងគ្រប់គ្រាន់ដើម្បីដឹងរឿងហ្នឹងហើយតើចិត្តយើងវាស្ងប់ឬក៏អត់ណាពីព្រោះអ្នកខ្លះហ្នឹងគឺបើដឹងរឿងរ៉ាវហ្នឹងហើយចិត្តរបស់គាត់អត់អីទេធម្មតាតែដឹងរឿងរ៉ាវហ្នឹងហើយគឺធ្វើឲ្យកម្មដ្ឋានហ្នឹងចម្រើនតែរឿងរ៉ាវខ្លះពេលដែលយើងដឹងហើយហ្នឹងគឺចិត្តអត់ស្ងប់ទេតែបើអ្នកខ្លះដឹងតែបែបធម្មតាពងើយអញ្ចឹងទៅអញ្ចឹងឲ្យយើងដឹងពីកម្លាំងចិត្តរបស់យើងផងតើយើងអាចដឹងរឿងរ៉ាវទាំងអស់ហ្នឹងដែលវាកើតដែលយើងត្រូវដឹងហ្នឹងតើរឿងហ្នឹងដែលយើងដឹងហើយហ្នឹងតើកម្មដ្ឋានហ្នឹងទៅមុខទេយើងអាចធ្វើចិត្តបានទេអញ្ចឹងបានមកប្រាប់ថារឿងខ្លះហ្នឹងមិនមែនមិនដឹងទេប៉ុន្តែមិនទាន់ប្រាប់ដោយសារអីគេពីព្រោះប្រាប់ទៅហ្នឹងគឺបន្ទាប់ពីដឹងទៅយើងធ្វើចិត្តវាអត់បានតម្កល់ចិត្តវាអត់បានអញ្ចឹងទៅធ្វើឲ្យកម្មដ្ឋានវាអត់ទៅមុខអញ្ចឹងគឺឲ្យយើងដឹងសូម្បីតែរឿងរ៉ាវអីផ្សេងក្នុងជីវិតប្រចាំថ្ងៃហ្នឹងក៏ដោយណាក្នុងជីវិតប្រចាំថ្ងៃទាំងអស់ហ្នឹងក៏ដោយដល់ពេលកាលណាយើងអត់ដឹងបើកាលណាអត់ដឹងបានប្រយោជន៍ជាងអត់ដឹងល្អជាងអត់ដឹងល្អជាងព្រោះមិនមែនថាសិតតែរឿងរ៉ាវទាំងអស់ដែលកើតឡើងយើងត្រូវដឹងទាំងអស់ឲ្យបានជីវិតយើងប្រសើរអត់ទេរឿងរ៉ាវខ្លះដឹងហើយហ្នឹងគឺវល់ឲ្យពេញនឹងតែម្ដងហ្នឹងអញ្ចឹងទៅក៏អាហ្នឹងគឺជាចំណុចមួយយើងត្រូវសង្កេតមើលផងដែរហើយតាក់ទងទៅជាមួយទីកន្លែងវិញអញ្ចឹងដែរទីកន្លែងណាដែលថាយើងទៅហើយហ្នឹងគឺធ្វើឲ្យកម្មដ្ឋានយើងចម្រើនទៅដល់ហើយហ្នឹងធ្វើឲ្យចិត្តយើងហ្នឹងកសលកើតឡើងកម្មដ្ឋានរីចម្រើនកន្លែងហ្នឹងដែលយើងគួរទៅនឹងបុគ្គលក៏ដូចគ្នាបុគ្គលណាដែលយើងជួបទៅហើយសន្តានាទៅហើយនិយាយទៅហើយធ្វើឲ្យកម្មដ្ឋានរីចម្រើនធ្វើឲ្យសមាធិរបស់យើងទៅមុខល្អហើយធ្វើឲ្យកសលចិត្តហ្នឹងវាចម្រើនយ៉ាងហ្នឹងក៏បុគ្គលប្រភេទហ្នឹងក៏យើងគួរបីជួបគួរបីនិយាយគួរបីសន្តានាតែបើថាបុគ្គលណាហើយគាត់ទៅជួបពឹកបើថាបុគ្គលណាហើយនិយាយពេលយើងគាត់ទៅជួបពឹកជួបទៅបានតែ3នាទីថ្ងៃហ្នឹងអង្គុយអត់កើតទេឡើងល្វើពេញហ្នឹងបានន័យថាមិនជាទីសប្បាយទេណាអញ្ចឹងទៅក៏យើងក៏បីឆ្ងាយទៅហើយឆ្ងាយចាក់បុគ្គលហ្នឹងមិនមែនបានន័យថាឲ្យយើងស្អប់ទេប៉ុន្តែក្នុងរយៈពេលហ្នឹងគឺយើងត្រូវរក្សាកម្មដ្ឋានរបស់ខ្លួនឯងដូចស្មាប្រាប់អញ្ចឹងណាគឺថានៅក្នុងអំឡុងពេលដែលយើងមាននៅកំពុងតែមាននិមិត្តមានអីប្រកបឡើងហ្នឹងគឺឲ្យយើងរក្សានៅកម្មដ្ឋានរបស់ខ្លួនឯងដូចជាមហេសីរបស់ព្រះរាជាដែលរក្សានៅគួរដែលមានបុត្រដែលជាស្ដេចចក្រពត្តិហ្នឹងចុះចាត់បដិសន្ធិតែក្នុងផ្ទៃហ្នឹងរក្សាគួរខ្លួនឯងហ្នឹងដោយប្រុងប្រយ័ត្នយ៉ាងណាអ្នកដែលបាននិមិត្តហ្នឹងគឺត្រូវថែរក្សានៅនិមិត្តរបស់ខ្លួនហ្នឹងអញ្ចឹងដូចគ្នាវាងាយបានមកទេណាតម្រាំនឹងបានវាយូរតែបាត់ទៅវិញតែមួយផ្លែតទេណាបាត់ទៅវិញតែមួយផ្លែតទេអញ្ចឹងគឺយើងត្រូវថែរក្សាហើយវាអត់យូរទេនៅពេលណាដែលយើងបានអាចចូលឈានជួយអីបានអាចធ្វើវស័យធ្វើអីបានទៅហ្នឹងវាអត់អីទេតែបើអំឡុងពេលនេះគឺជាអំឡុងពេលដែលវាយើងអត់តន់ដល់ណាទេអញ្ចឹងគឺត្រូវស្គាល់ប្រមាណក្នុងការដឹងរឿងរ៉ាវក្នុងការធ្វើកិច្ចការងារក៏ដូចគ្នាការងារណាដែលយើងធ្វើទៅហើយ
វាធ្វើឲ្យរំខានដល់កម្មដ្ឋានរបស់ខ្លួនឯងគួរបីឈប់នៅការងារនោះណាបើការងារណាធ្វើទៅហើយវាជាឧបការៈធ្វើឲ្យយើងនឹកឃើញទៅចម្រើនដល់កម្មដ្ឋានក៏ធ្វើតទៅដូចជាគេចង្ការពេលខ្លះដោយការងារបូជាផ្កាយទៅបូជាផ្កាយនឹកឃើញដល់សុបាយចិត្តស្ងប់កាត់ឡើងពេលចិត្តល្វើយល្វាយពេលខ្លះក៏មិននឹកមុនពេលអង្គុយសមាធិនឹកឃើញនឹងបូជាផ្កាយជប់អីតិចក៏សល់កាត់ឡើងអាហ្នឹងក៏ធ្វើទៅអត់អីទេប៉ុន្តែបើសិនតែការធ្វើជាកុសលដដែលហ្នឹងប៉ុន្តែថាធ្វើទៅវាហួសប្រមាណវាធ្វើឲ្យកើតជាការរវល់ទៅវិញរំខានដល់សមាធិអាហ្នឹងក៏យើងមិនគួរបីធ្វើតទៀតដែរណាគួរកាត់បន្ថយទៅហ្នឹងហើយមានអីទៀតទេមានឆ្ងល់អីទៀតទេញោមក ណាអស់ឲ្យទៀនចា បងអញ្ចឹងចុះបង ខ្ញុំម្ចាស់បងអោនចិត្តថ្វាយបង្គំលោកម្ចាស់ដោយការគោរពនិងសូមឱកាសប្រើសម្លេងក្នុងគណៈពេលនេះខ្ញុំព្រឹកមិញបានទៅអង្គុយខុសកន្លែងលោកម្ចាស់ទីកន្លែងអត់សូវសប្បាយអង្គុយបានប្រហែលជាជាងកន្លះម៉ោងហ្នឹងក៏មានពន្លឺមានអីធម្មតាអញ្ចឹងមកប៉ុន្តែវាអូតូខ្លាំងពេកខោអាវសើមអស់វាកាលពីយើងអត់ដែលអង្គុយខាងក្រៅមេព្រោះមើលទៅឃើញគាត់ថាវាមលប់ល្អហើយព្រោះសមអាចអង្គុយជាសបាយៈបានហើយប៉ុន្តែដល់ពេលអង្គុយចាប់ពីកន្លះម៉ោងហ្នឹងទៅគឺចិត្តកន្លះម៉ោងហ្នឹងទៅគឺក្តៅមកដូចនៅហាក្តៅពេលអង្គុយនៅក្រោមដើមឈើយើងតែដឹងថាមលុបហ្នឹងវាកើតចេញពីកម្ដៅកើតចេញមកពីគឺវាថាកើតចេញអំពីការបាំងរបស់កម្ដៅថ្ងៃពីដើមពោអញ្ចឹងណាអញ្ចឹងតទៅមុខទៅថ្ងៃមិនមែនស្តុបមកកន្លែងទេទៅដើមអញ្ចឹងពេលដែលយើងអង្គុយគឺយើងទៅយកឲ្យគ្របនៅលើមុខយើងផងដែរតែគិតថាប្រហែលជាមានសេចក្តីសុខលើកទី1ហើយក៏ពន្លឺមានវាញើសទៅវាអត់ទីសប្បាយទៅកណាក៏ចេញមកចឹងក្រំនៅក្រោមដំពោហ្នឹងក៏សុខសប្បាយធម្មតាប៉ុន្តែដល់ពេលថ្ងៃហ្នឹងឡើងទៅអង្គុយវិញគឺអត់សូវល្អប៉ុន្តែបើឈរកណាបិទភ្នែកឈរទៅមានពន្លឺចេញពីភ្នែកហ្នឹងវានៅចិត្តភ្នែកហ្នឹងទោះបីមកអង្គុយទីនេះក៏វាអាចមានពន្លឺចិត្តដែរនៅឆ្ងាយណាស់ឡើយជំងឺនេះចេញពីភ្នែកហ្នឹងខាងហ្នឹងចឹងនៅចិត្តតែម្ដងចិត្តទៅយូរទៅក៏បាត់ទៅចិត្តអង្គុយទីនេះក៏មានដែរចឹងមិនកណាអត់តន់ចង់និយាយមុនចង់ដឹងថាវាមានអត់វាមានចិត្តដែរហើយអង្គុយទៅបានរយៈពេលប្រហែលជាប្រហែលបានមានពលឺទៅនឹងកើតឡើងមកតែអង្គុយមិញហ្នឹងតែអង្គុយមិញណាហើយកើតឡើងហើយតាំងនៅបានយូរទេកើតមកអញ្ចឹងទៅវាមកចិត្តអញ្ចឹងទៅក៏វារលត់នឹងតែចិត្តតែរលត់ហើយកើតទៀតរលត់តែបានយូរទេវាកើតបានយូរទេនៅបានយូរទេមិនយូរប្រហែលទេមិនចាំកើតអញ្ចឹងមកមិនមកលឿនឆ្វាចទេមកយឺតអញ្ចឹងហើយក៏រលត់យឺតហើយក៏រលត់នេះអត់អីទេអញ្ចឹងក៏ឲ្យបន្ថែមគុណភាពក្នុងការដឹងខ្យល់ដង្ហើមតទៀតណានឹងហើយយើងឲ្យយើងបន្ថែមគុណភាពក្នុងការដឹងខ្យល់ដង្ហើមគឺបែរថាឲ្យយើងកំណត់ដឹងខ្យល់ដង្ហើមទៅបែបបន្ធូរការប្រាំងបែបសបាយហ្នឹងឯងបើកាលណាយើងមានកំណត់ដឹងខ្យល់ដង្ហើមដែលមានគុណភាពល្អនៅក្នុងគណៈពេលហ្នឹងនិមិត្តដែលវាកើតឡើងក៏ជានិមិត្តដែលមានគុណភាពល្អដែរនិមិត្តដែលវាអត់ទាន់គង់វង្សល្អដោយសារតែគុណភាពរបស់ក្នុងការដឹងខ្យល់ដង្ហើមចេញចូលរបស់យើងអត់សូវមានគុណភាពល្អអញ្ចឹងទៅក៏ឲ្យយើងឲ្យមានថាការកំណត់ដឹងខ្យល់ដង្ហើមហ្នឹងគឺកំណត់ដឹងខ្យល់ដង្ហើមដោយមានសេចក្តីសុខណាពេលដកដង្ហើមចូលដកដង្ហើមចេញខ្ញុំក្នុងចិត្តហ្នឹងនៅមានខ្យល់ដង្ហើមឯងកាលណាយើងធ្វើទៅយើងបប្រតិបត្តិទៅដោយមានសេចក្តីសុខក្នុងការបប្រតិបត្តិហ្នឹងក្នុងគណៈពេលហ្នឹងគឺសមាធិវាកើតឡើងបានដោយលឿនណាបានដោយលឿនប៉ុន្តែគណៈថ្ងៃនេះសុខភាពវាអត់ល្អវាប៉ុន្តែគាត់ថាក៏មិនកើតទេតែគេហៅថាមានវិរិយៈជាធំនឹងតាំងចិត្តថាធ្វើទៅកុំឲ្យខាតអញ្ចឹងបានប៉ុណ្ណឹងដែរបើតាមតែនៅផ្ទះគឺសម្រាប់ហ្នឹងហើយល្អហើយណាយើងក៏ព្យាយាមតទៀតណាបងសាធុបងហ្នឹងតែមានញោមអីឆ្ងល់អីសួរទៀតទេអញ្ចឹងចាស់បងហ្នឹងហើយកណាសូមនមស្ការលោកចគ្រូទាំងពីរព្រះអង្គហើយកណាថ្ងៃនេះឃើញថាពេលព្រឹកគឺមានភាពល្អប្រសើរច្រើនជាងពេលថ្ងៃដោយសពដងទៀតហើយមានការព្យាយាមហ្នឹងបានកើនឡើងហើយធ្វើឲ្យថ្នឹកនៅទុក្ខៈសហកតកាយវិញ្ញាណហ្នឹងថយទៅកណាកណាចង់សួរថាការចម្រើនមេត្តាបារមីហើយនឹងការផ្សាយមេត្តាចិត្តហ្នឹងតើមានលក្ខណៈខុសគ្នាដូចម្ដេចទៀតម្ដងទៀតណាចម្រើននៅមេត្តាបារមីហើយនឹងផ្សាយនៅមេត្តាចិត្ត
ផ្សាយនៅមេត្តាចិត្តតាមពិតទៅគឺក្នុងការផ្សាយនៅមេត្តាក្នុងការផ្សាយមេត្តាបើនិយាយពីក្នុងការធ្វើនៅពាក្យថាមេត្តាហ្នឹងគឺបើនិយាយពីអង្គធម៌វិញគឺអតោសៈដូចគ្នាតែមួយទេណាអង្គធម៌របស់មេត្តាហ្នឹងគឺអតោសៈនេះឯងហើយអញ្ចឹងគាត់ថានៅក្នុងការធ្វើក្នុងការផ្សាយមេត្តាហ្នឹងដើម្បីឲ្យសព្វសត្វទាំងឡាយនឹងឯងមាននៅសេចក្តីសុខកាយសុខចិត្តហើយអារម្មណ៍របស់ការផ្សាយមេត្តាហ្នឹងគឺមានសត្វទាំងឯងជាបុគ្គលហើយបើនិយាយពីកម្លាំងរបស់ឈានវិញគឺអាចដល់តតយៈឈានហើយដល់ពេលការធ្វើនៅមេត្តាហ្នឹងឯងការធ្វើមេត្តាដើម្បីជាឧបការៈនៅក្នុងការបប្រតិបត្តិនៅក្នុងការបប្រតិបត្តិនៅចម្រើនបប្រតិបត្តិដើម្បីរួចផុតចាកទុក្ខណាគឺយើងដកស្រ័យនៅមេត្តាពីព្រោះនៅពេលដែលយើងធ្វើនៅនៅមេត្តាហ្នឹងគឺដល់ពេលពិសេសនៅពេលដែលគេចម្រើនពួកមេត្តាចំពោះអ្នកដែលគេចម្រើនទៅបានឈានហ្នឹងពេលដែលគេចេញពីមេត្តាមកក៏គេពិចារណានៅឈានធម៌ក្នុងមេត្តាដូចគ្នាពួកមេត្តាគឺអាចបប្រតិបត្តិដល់ឈានទី3អញ្ចឹងសម្រាប់ដែលគេពិចារណានៅឈានធម៌ហ្នឹងគឺវិធីរបស់ចូលរបស់គេចូលឈានទី1របស់មេត្តាហ្នឹងចេញពីឈានទី1មកគឺគេពិចារណានៅឈានធម៌ដែលមានពួកនាមធម៌នៅក្នុងបឋមឈានរបស់មេត្តាហ្នឹងមាន34ដួងដួងគឺពិចារណាមួយហ្នឹងហើយដែលយើងបប្រតិបត្តិហ្នឹងដើម្បីជាបាតដើម្បីជាគ្រឹះដើម្បីបប្រតិបត្តិនៅបាសនាតទៅហើយគោលដៅដើម្បីរួចផុតចាកទុក្ខអញ្ចឹងការធ្វើអ្វីក៏ដោយបើកាលណាយើងធ្វើទៅក្នុងគោលបំណងដើម្បីរួចផុតចាកទុក្ខហ្នឹងគឺចាត់ចូលនៅក្នុងពួកបារមីទាំងអស់សូម្បីតែខ្ញុំប្រកេនជូនផ្កាម្តងបូជាផ្កាម្តងហ្នឹងឬក៏ធ្វើបុណ្យផ្សេងហើយចេតនាថាដើម្បីជាបច្ច័យក្នុងការរួចផុតចាកទុក្ខការធ្វើកុសលទាំងអស់ហ្នឹងឯងចាត់ទុកថាជាការបំពេញនៅជាការកុសលបែបហៅថាជាបារមីណាជាការបារមីព្រោះការធ្វើព្រោះពេលថាបារមីគឺការបំពេញទៅដើម្បីឲ្យយើងនឹងចេញចាក់ពីវត្តដាក់ចេញចាក់ពីវត្តដាក់ហើយដល់ពេលចំពោះមេត្តាបើសិនជាយើងគ្រាន់តែធ្វើជាមេត្តាបែបធម្មតាហើយអត់មានគោលបំណងអីដើម្បីរួចផុតចាកទុក្ខទេអាហ្នឹងគឺនៅក្នុងពួកមេត្តាឈានមេត្តាយើងនេះធម្មតាតែបើថាគោលដៅរបស់យើងដូចយើងបប្រតិបត្តិឲ្យគេដូចជាយើងបប្រតិបត្តិដោយអាត្មាប្រាប់មកមិញអញ្ចឹងគឺយើងបប្រតិបត្តិក្នុងការចម្រើននៅមេត្តាហ្នឹងគឺដៅរបស់យើងដើម្បីយកជាគ្រឹះដើម្បីយកជាបាតរបស់សម្រាប់ដែលយើងធ្វើនៅវិបស្សនាតទៅហ្នឹងទៅហើយគោលដៅដើម្បីផុតចាកទុក្ខការធ្វើមេត្តាហ្នឹងគឺជាបារមីនឹងដូចគ្នាណាមេត្តាបារមីហ្នឹងឯងអូខេមានអីទៀតទេអរគុណទៀតបងហ្នឹងហើយចុះសមាធិថ្ងៃហ្នឹងមិនដែរអង្គុយដឹងខ្យល់បានយូរទេហើយពេលព្រឹកបានដឹងខ្យល់ពេលថ្ងៃនៅតែមានថៃនមធៈកើតឡើងអង្គុយរយៈពេលប្រហែលទៅបានមានថៃនមធៈនឹងកើតឡើងប្រហែលជាកន្លះម៉ោងទៀតប្រហែលជាកន្លះម៉ោងនៅពេលដែលមានថៃនមធៈកើតឡើងក្នុងគណៈពេលហ្នឹងឲ្យយើងបរិកម្មជួយផងដែរទេណាព្រោះពេលដែលមានថៃនមធៈកើតឡើងបានថាក្នុងគណៈពេលហ្នឹងគឺវិរិយៈរបស់យើងវាខ្សោយកម្លាំងដល់ពេលវិរិយៈវាខ្សោយកម្លាំងវាធ្វើឲ្យសមាធិហ្នឹងវាមានកម្លាំងច្រើនជាងដល់ពេលកាលណាសមាធិវាមានកម្លាំងខ្លាំងជាងវាធ្វើឲ្យការងងុយងក់ងក់កើតឡើងហើយអញ្ចឹងបើកាលណាមានការងងុយងក់កើតឡើងអញ្ចឹងឲ្យយើងបរិកម្មជួយផងដែរតែហើយប្រើការតាំងចិត្តឡើងវិញព្រោះអាហ្នឹងគឺរវាងសមាធិជាមួយនឹងវិរិយៈហ្នឹងទាំងពីរហ្នឹងវាទៅស្មើគ្នាបើកាលណាសមាធិហើយកាលណាសមាធិវាមានកម្លាំងខ្លាំងជាងវិរិយៈគឺធ្វើឲ្យយើងអ្នកបប្រតិបត្តិហ្នឹងគឺមានការងងុយងក់ងក់ឯងហើយបើកាលណាវិរិយៈហ្នឹងវាមានកម្លាំងច្រើនជាងសមាធិគឺធ្វើឲ្យអ្នកបប្រតិបត្តិហ្នឹងចិត្តរវើរវាយហើយអញ្ចឹងបើឃើញថានៅក្នុងគណៈពេលណាដែលចិត្តរបស់យើងវាចាប់ផ្ដើមមានអាការៈងងុយងក់ងក់កើតឡើងក្នុងគណៈពេលហ្នឹងឲ្យយើងត្រូវដឹងថាអូពេលនេះគឺវិរិយៈនឹងខ្សោយកម្លាំងហើយសមាធិមានកម្លាំងច្រើនជាងអញ្ចឹងគឺឲ្យយើងបន្ថែមកម្លាំងរបស់វិរិយៈឡើងមកដោយការតាំងចិត្តណាដោយការតាំងចិត្តក្នុងគណៈពេលហ្នឹងយើងនឹងកែច្នៃរឿងងងុយងក់ងក់បានហើយគឺការធ្វើនៅអន្ត្រីឲ្យស្មើគ្នានឹងឯងណាដូចថ្ងៃអាត្មាបញ្យល់ពីថ្ងៃមុនអន្ត្រីទាំង5ចាំបានណាគឺមានតែគេសទ្ធាសតិវិរិយៈសមាធិនិងបញ្ញាអញ្ចឹងសទ្ធាត្រូវឲ្យបានស្មើគ្នាទៅជាមួយនឹងបញ្ញាសទ្ធានិងបញ្ញាទៅស្មើគ្នាហើយបើកាលណាសទ្ធាច្រើនពេកបញ្ញាខ្សោយជាងគឺធ្វើឲ្យទៅជាអ្នកជឿមង្គលភ្ញាក់ផ្អើលហ្នឹងទៅហើយដល់ពេលបញ្ញាច្រើនពេកសទ្ធាខ្សោយកម្លាំងគឺធ្វើឲ្យទៅជាអ្នករឹងតាំងមិនស្ដាប់ពីណាហ្នឹងទៅមានតែខ្ញុំឯចេះជាងគេមកស្រុកមកភូមិហ្នឹងមានម្នាក់គាត់បាយជាងខ្ញុំដែរពេលណាបដៅក៏មិនជួលដែរគឺដូចមនុស្សហើយតែប្រតិកម្មឆ្នាំណាព្យាបាលអត់ជាទេអញ្ចឹងទៅអត់ព្រមបើកចិត្តស្ដាប់អ្នកណាទេដោយសារតែបញ្ញាហ្នឹងវាច្រើនជាងណាតែជាអ្នកដែលមានអ្នកអញ្ចឹងតែហើយដល់ពេលសម្រាប់សមាធិជាមួយវិរិយៈណាសមាធិហ្នឹងគឺជាមួយវិរិយៈហ្នឹងគឺបើកាលណាសមាធិហ្នឹងមានកម្លាំងច្រើនជាងគឺធ្វើឲ្យអ្នកបប្រតិបត្តិហ្នឹងឯងងងុយងក់ងក់ឯងតែបើកាលណាវិរិយៈហ្នឹងមានកម្លាំងច្រើនជាងធ្វើឲ្យអ្នកបប្រតិបត្តិហ្នឹងឯងរវើរវាយហើយអញ្ចឹងគឺត្រូវឲ្យទាំងពីរហ្នឹងត្រូវបានស្មើគ្នាហើយសម្រាប់ហើយវិរិយៈហ្នឹងសួរថាមួយណាវិរិយៈយើងតាំងចិត្តដឹងខ្យល់ហ្នឹងឯងតាំងចិត្តដើម្បីដឹងខ្យល់នឹងហើមតាំងចិត្តឲ្យដឹងជាប់តគ្នាហ្នឹងឯងអាហ្នឹងឯងជាតួវិរិយៈណាហើយដល់ពេលសម្រាប់សតិវិញមានកាន់តែច្រើនកាន់តែល្អពីព្រោះសតិវាអ្នកដើរសេរីគេដែលខ្ញុំដឹងថាល្វើល្វាយដែលដឹងថាល្វើល្វាយពេលហ្នឹងយើងមានសតិហើយ
ពេលដែលយើងល្វើល្វីពិតៗពេលនឹងអត់ដឹងថាល្វើល្វីទេដែលយើងដឹងថាអូល្វើល្វីអានឹងមានសតិតែបានដឹងថាល្វើល្វីហ្នឹងអញ្ចឹងមកកាលណាមានសតិចឹងហើយបញ្ញាប់ត្រឡប់មកចុងជំនួសវិញកុំទៅដល់លេងច្រើនពេកដាច់មកដាច់បាយឡើងហើយហ្នឹងហើយអាហ្នឹងគឺទៅធ្វើនៅអន្ត្រីទាំង5ហ្នឹងស្មើគ្នាចឹងណាហើយចំពោះការបប្រតិបត្តិនៅក្នុងការធ្វើអន្ត្រីហ្នឹងការអន្ត្រីទាំង5ឬក៏ពលៈទាំង5ក៏បានដែរការធ្វើអន្ត្រីទាំង5ហ្នឹងបើកាលណានៅក្នុងជីវិតប្រចាំថ្ងៃបើកាលណានៅក្នុងជីវិតប្រចាំថ្ងៃបើកាលណាយើងបើថាជីវិតដែលមិនបានបប្រតិបត្តិកម្មដ្ឋានណានៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងគឺបើកាលណាសទ្ធាហ្នឹងវាមានកម្លាំងច្រើនពេកហើយបញ្ញាហ្នឹងវាខ្សោយកម្លាំងធ្វើឲ្យជាអ្នកជឿរហូតដល់ទៅចុងក្រោយក៏ជឿនៅក្នុងរឿងមង្គលភ្ញាក់ផ្អើលចឹងទៅហ្នឹងវាអត់ល្អទេតែបើសិននៅក្នុងឋានៈសមថៈចម្រើនអ្នកសមាធិនេះចម្រើនសមាធិសមថកម្មដ្ឋានហ្នឹងប្រសិនបើយើងមានគ្រូបាអាចារ្យដែលត្រឹមត្រូវល្អហើយមានវិធីក្នុងការចម្រើនគឺបានន័យថាមានគម្ពីរក្បួនច្បាប់អត្ថកថាដីកាហ្នឹងត្រឹមត្រូវច្បាស់លាស់ល្អហើយសទ្ធាកាន់តែច្រើនកាន់តែល្អមានសទ្ធាកាន់តែច្រើនកាន់តែល្អពីព្រោះគេសទ្ធាហ្នឹងគឺជាឈ្មោះនៃការជឿជាក់នេះឯងការធ្វើអ្វីក៏ដោយបើកាលណាធ្វើទៅដោយការជឿជាក់ណាគឺយើងនឹងមានប្រសិទ្ធភាពក្នុងការធ្វើវាអញ្ចឹងបានអាត្មាតែប្រាប់ថា1អង្គុយនឹងកត់2អង្គុយក្រោមដើមពោ3អង្គុយលើវិហារ4អង្គុយនៅលើទីលានបច្ច័យដី5អង្គុយក្នុងបច្ច័យដីតែម្ដងយើងឃើញសភាពនៃចិត្តរបស់យើងគឺផ្សេងគ្នាគ្រាន់តែបដូរទីកន្លែងប៉ុណ្ណឹងសភាពនៃចិត្តរបស់យើងផ្សេងគ្នាដោយសារក្នុងសក្យនៃចិត្តដីយើងគោរពកត់ក្រែងបូជាដល់គុណរបស់ព្រះសម្មាសម្ពុទ្ធគេនេះយ៉ាងទៅសភាពនៃការជឿជាក់ហ្នឹងគឺថាដូចមានព្រះអង្គនៅចិត្តអញ្ចឹងដល់ជាការជឿជាក់មានសទ្ធាចំពោះព្រះអង្គអញ្ចឹងនឹងឯងដែលធ្វើឲ្យយើងបប្រតិបត្តិទៅបានស្ងប់បានលឿនអ្នកដែលជាសទ្ធាចរិតបប្រតិបត្តិទៅបានលឿនបើសិនតែអ្នកនោះជាអ្នកមាននៅបុណ្យបារមីដូចគ្នាហ្នឹងឯងអញ្ចឹងក៏ធ្វើនៅអន្ត្រីបញ្ញោមដូចថាងក់អញ្ចឹងទៅក៏ឲ្យយើងបន្ថែមនៅវិរិយៈឡើងមកណាហ្នឹងបន្ថែមវិរិយៈឡើងទៅឡើងអីហើយពេលនឹងខ្លួនយើងស្រាប់ហើយសេរីទៅសតិក៏នៅនឹងសទ្ធាក៏នៅនឹងសទ្ធាសតិវិរិយៈសមាធិបញ្ញានឹងខ្លួនយើងទាំងអស់ហើយចំោះក៏នៅនឹងខ្យល់ដង្ហើមក៏នៅនឹងអត់មាននៅបោះពីណាទេមិនបាច់ចាំទិញគេទេណាបោះយើងមានស្រាប់ទេអរគុណបុណ្យចាស់ដែលបានកើតមកជាមនុស្សពេលដែលដឹងថាថៃនិមិត្តកាលឡើងគឺកណាព្យាយាមឡើងឈរឬក៏ចក្រង់ទៀតបើសិនណាបើកាលណាយើងធ្វើនៅសេរីធ្វើឲ្យវិរិយៈកើតឡើងអញ្ចឹងហើយប៉ុន្តែថាវាអត់ឈ្នះទៀតចាងក់ទៅងក់មកអញ្ចឹងណាគឺបើថាវាទាញទៅទៀតមិនបាច់ចង់ឌឺមួយវាពេកយើងក្រោកឈរតែណាហើយដល់ពេលឈរទៅវាកាត់បន្ថយបានច្រើនបើតែពេលឈរវាអត់សូវហ៊ានងក់ទេខ្ពស់អញ្ចឹងដួលកាប់មុខអញ្ចឹងរាងកាយវាខ្លាចតែដល់ពេលយើងគិតមើលចង់ដឹងសាប់បលែងមើលពេលខ្លះគាត់ទៅពឹបអត់បានតាំងចិត្តទៅទប់ខ្លួនទេបានបន្ទប់ដូចស្អីគេដោយសារខ្លាចស្លាប់គេលឿនតាហើយដល់ពេលអង្គុយគាត់ទៅអានឹងសវត្ថភាពអត់អីសម្រាប់សិនដល់ពេលឈរអត់ហ៊ានទេគ្រោះថ្នាក់អញ្ចឹងហ៊ានលក់ទេឈរទៅហើយដល់ពេលតែឈរហើយបានសម្រាប់ទៀតដើរម្ដងហើយដើរហើយទៅស្វាងហើយត្រឡប់មកអង្គុយតផ្លាស់ប្ដូរគ្នាកុំអង្គុយឲ្យងក់រហូតទៅជាទម្លាប់កុំភ្លេចថាអង្គុយងក់ហ្នឹងមិនមែនបុណ្យទេហ្នឹងបាបទេណាហ្នឹងយើងរៀនអភិធម្មដឹងហើយនឹងពួកមោហៈឯណាយ៉ាងក៏ទៅខ្ញុំអង្គុយបាន2ម៉ោងហើយ2ម៉ោងធ្វើអីគេងក់រហូតអង្គុយធ្វើបាបណាអញ្ចឹងសំខាន់គឺឲ្យយើងអង្គុយតែដឹងចោលដង្ហើមចេញចោលដង្ហើមចូលណាបងហ្នឹងហើយមានអីទៀតទេអរគុណទៀតបងមានអីសួរអត់ទេអូខេចេញសួរចាស់បងមានអីទេចាគណៈមកស្ការវិញក្រុមលោកចាស់មកចម្រើនទៀតលោកចាស់កណាសុំសួរពីកម្មដ្ឋានដូចជាពេលអង្គុយទៅពាក្យច្រើននិយាយទៅពាក្យច្រើនកណាអត់សូវចាប់អារម្មណ៍ខាងក្រៅទេប៉ុន្តែកណាមានបញ្ហាដូចអង្គុយយូរជើងខាងស្ដាំហ្នឹងស្ពឹកទៅលោកចាស់ឬមួយក៏កណាអង្គុយអត់ត្រូវអង្គុយឲ្យតែយូរតិចឲ្យចិត្តស្ងប់ទៅអញ្ចឹងនិយាយទៅអង្គុយនៅណាក៏អាចប្រព្រឹត្តទៅបានដែរអត់បញ្ហាទៅបីគេឮសំឡេងយ៉ាងម៉េចក៏ដោយប៉ុន្តែជើងនឹងវាឆាប់ស្ពឹកជើងខាងណាខាងស្ដាំលោកខាងស្ដាំកណាដល់ពេលស្ពឹកទៅវាពិបាកទ្រាំទៅអញ្ចឹងទៅវាធ្វើឲ្យប៉ះពាល់នៅកម្មដ្ឋានរបស់យើងលោកចា៎ហើយអង្គុយរយៈពេលប្រហែលជាប្រហែលនាទីតែបើមានអាការៈស្ពឹកកើតឡើងយូរដែរលោកចា៎ជាទូទៅអាចដឹងខ្យល់ដង្ហើមបានយូរទេពេលញោមអង្គុយទៅដឹងបានលោកចា៎ដឹងរហូតមែនទេកណាពេលដែលកណាអង្គុយសុកអញ្ចឹងទៅវាច្រើនវាមិនដំបូងទៅវាយោនឹងវាធ្វើការឲ្យតែអង្គុយមួយផ្លែទេយោ5នាទី10នាទីគឺចាប់ផ្ដើមអាចិត្តនឹងវាស្ងប់ទៅអញ្ចឹងណាបើសិនជាអត់រំខានជើងអីណាអាហ្នឹងឲ្យមានគ្រូបាអាចារ្យត្រឹមត្រូវដូចមកក្បែរលោកម្ចាស់ប្រហែលជាលឿនលោកម្ចាស់ហ្នឹងគាត់នៅតែទេមែនទេឬក៏អញ្ចឹងក៏មកអង្គុយទៅហើយពី
ban sầm khăn là ban xạ su rọt ngày nên chạy mới rọt ngày nông ca coi nhung coi về mệnh sang coi thoáng mới sầm cho nãy coi trẻ cô ấy về coi chẳng vì Scott là ngày đèn coi tới phía cha này nhung coi tới hay về sai chọc đang coi về mệnh coi đại chẳng mình đấy coi cho nãy tại khát vào mục tiêu nữa mình chậm lại trụ lực này thì coi anh coi về mình chọc mình đấy nên coi riêng chẳng có chọc đài bàn tay bia coi chết cả chọc đài bàn tay gạt sợi đôi về plái dương trôi chẳng ấy dương có hiện đỏ cháy dương coi bị chặt vùng ngọc cháy dương có nè luôn chả ban trọp của mà trọp cụt hàng cào thế về đến coi ót phong nâng ấy xa hẹn là bây giờ mà ban trọp chẳng bên coi tới như vậy là bây giờ nhôm prang để prang tới say lấy nè vậy mà lấy sợ nhôm sợ giò nó bọt chụp thế nó lấy cụt nhôm đó nữa bọt về chụp má nè bọt hành coi đã trắng thành coi lừa nâng ấy nè nâng coi lừa nữa hay đã riêng chừng một chẳng má nâng coi đã kinh tế hay mày tiếp bên coi tớiแบบnày vì chui con là cái bụng vì ót vì tất cả bốn gọt ấy đây lông cha bàn tay coi du thấy sport khang đi tới sport khăng bàn tay nó sport điวิตกบอกทะเลาะเป็นปัญหาที่เจอหนึ่งปีมันมา ได้ออดพอง แต่ไม่ใช่ยังขนาดเตะ แต่ตำข้างเชียงข้างเดียเสย นั่งยืนเพื่อซ้อมในสการะไม่ต้องจ้ะวิธีมวยเตี้ยโดยซาแต่ใส่เชิงบอลโยมข้างนั้นเดี๋ยวเอาเสือหล่อประมาณที่จังมวนเป็นกุยนั้นนั่งแต่มีระเบียบคือเธออยู่แกะcái nàyคือตีเจอนั้นดำตึมให้จะให้ยังตีเมาใจได้ให้ที่ก็สกอตตั้งซองข้างเจ้สกอตตั้งซองข้างกับพลายวีให้สมาร์อย่างนั้นให้ก็เอาตึกขมุกตึกได้ตึกขมุกเจ้อันนั้นมันสัญญาณหนึ่งกุยเดียบเตี้ยนะเอาตึกได้ตึกขมุกเจ้เมื่อกี้เอาวิจิตรใส่อะไรเนี่ยในปัญหาบอลโยมคือปัญหาตะไซแล้วที่แบบเอาเสือหล่อมาเนี่ยนั่นไงดับไปที่เธอบ้านฮะปวดมุนเป็นกุยยันนะแมนเธอเป็นกุยเย่มุนเป็นยังกุยนะดับไปยังเธอยังไทยจำกุยแต่มาประบาประโยชน์ปราบนิดนึงสัญญาณเนี่ยเจ็ดเพื่อสุดคือว่าthì miền đi thả anh chơi chơi chẳng cái này là phải thế dừng coi hay đã chơi dừng tâm cái này chơi chơi nó nè đã chơi trâu thì mất coi thế giờ ở đây giờ chơi ba chơi nhớ giờ ba chơi giờ ba chơi đã tâm thì sao để các bạn bằng hai tiết anh đang gặp tập ba pra của thọ miền miền Pành hàng lại nắng cứ thay chơi nhóm trẻ này ba chơi đã chơi ở đâyนั่นcoi màประสูบกัดนั่นcoi chóนั่นcoi chó hay coi đại chơiกับไทยvậy mình bọt chơi này mà khăn đấy mà đấyนั่นประประโยชน์đấy mà này coi cho máuนั่นđại chơi mà này đọc ở đây mìnhเป็นthế nào coi thấy vô kẻ sần đấy đại chơi sần này thường trắng hay cậu rơi mày thôi rơi trâu sống ok trắng hồi tới đây Scott chơi cái này Scott dạ thưa Scott máu thấy hồi tới alo hay chưa alo thằng son khai đuổi mềm bả á thôi chân sần cứ ban tha thế này thôi cứ ban tha qua này anh ban thôi vô kẽ sân môn bền cùi qua đưa ra chơi bao nhiêu miền Pành Hà ta sai cái này bị sợ lo này alo hay đã bây ở toàn chó bên này to thế này nè alo hay dân thấy nhưng mà hay tiền chơi trâu mày má nè tiền trâu mày chân hay cùi trâu chứ nè rồi tới có ao tới mục ao đai đã tới mục ao nữa đã tạo tiền được ao nữa chứ này ao chứ này ao tới ok ao nên ta ao hay dư luôn từ một nhân tới nàng thưa đâu bên tới bà mà sắm bỏ hai tới trăm mong quỷ cứ bản thân thưa vô kẹo môn bên quỷ á là đâm bay chui cả mà thôi lại nè anh lấy mua đượcนั่งให้คือเดี๋ยวปราบมันนั่งมันสมาธินะแกหาทาโยกะนะคือเธอเราไม่สำรวจนะเธอจอนะมนเป็นกุยนะมนเป็นกุยให้บางจังเตะบาทายเยอะก่อนเมียนไอบาทายเยอะก่อนเมียนแต่อัดบานเธอจังเตะยังเมียนอ่ะถ้าปูเปล่งจอเปล่งเรียบบาดกายนี่นะคือมนเป็นกุยยังเรียบอะไรจอกต่างๆนั่นไปช่วยการบรรทอยนั่งไปช่วยการบรรทอยอะไรหนึ่งให้บาสันทาอายตั้งตามปัจเมียนวิธีร้อยจนนั่งเตี้ยค
គឺប្រើវិធីប្រើកែវជប់ហើយបូមយកអាឈាមពឹសនឹងចេញតែកន្លែងចុកហ្នឹងពេលបូមទៅឃើញខ្មៅទៅហ្នឹងហើយពេលខ្មៅទៅយកចូលជួសវាទៅហើយបូមសាថ្មីទៅយកអាឈាមខ្មៅចេញឡាច់អីដោយសារវាមានអាចថាឈាមអត់ល្អកន្លែងហ្នឹងណាមានបញ្ហាដល់ឈាមហ្នឹងគួយដល់នេះមិនដឹងគួយព្រោះបើកាលណាជាអេយ៉ាបត់យើងធ្វើមកត្រឹមត្រូវអស់ហើយវានៅមានអាការៈយ៉ាងទៀតបានន័យថាជើងកន្លែងហ្នឹងសុខភាពបញ្ហាសុខភាពផ្លូវជើងសុខភាពជើងមកយើងអត់ល្អកន្លែងហ្នឹងហ្នឹងចំហៀងហ្នឹងលោកចាហ្នឹងតែមិនចំហៀងហ្នឹងទេដល់ពេលឲ្យដាក់តើដល់ពេលដកជើងចេញតើហ្នឹងហើយ10នាទីអីបានដើរឡើងវិញធម្មតាហ្នឹងហើយគួយធ្វើចឹងណាអត់អីទេសាក់ធ្វើដូចមកប្រាប់ហ្នឹងទៅហ្នឹងហើយហើយមួយទៀតលោកចាស់កណាសូមសួរថាពេលយើងអង្គុយកម្មដ្ឋានចិត្តហ្នឹងពេលនៅក្នុងឯកាកតាចិត្តស្ងប់ដូចថាស្ងប់ហើយមកផ្លែកចឹងអាចិត្តហ្នឹងវាលោតទៅខាងក្រៅហើយហេកណាក៏មានសតិអូមកវិញចឹងស្ងប់ទៀតទៅក៏លោតទៅខាងក្រៅចឹងតែយើងត្រូវបប្រតិបត្តិយ៉ាងណាមិញដើម្បីចិត្តយើងវានៅនឹងរហូតចឹងណាលោកចាស់ហើយកុំឲ្យចិត្តហ្នឹងវាពេលខ្លះយើងអត់ចង់ហើយប៉ុន្តែមិនដឹងទៀតថាម៉េចវាស្ងប់ងប់មកផ្លែកពីទីទៅខាងក្រៅអស់លីទីអញ្ចឹងកណាក៏ទីងវិញទៅស្ងប់ទៀតហើយមកផ្លែកមិនដឹងថាមានអីមួយទីទៅទៀតទីគឺជាទូទៅអាការរវើរវាយដូចមកអធិប្បាយមិនអញ្ចឹងអីចិត្តយើងដែលរវើរវាយវាកើតចេញពីជើងកាលក្នុងគណៈពេលហ្នឹងគឺយើងដឹងខ្យល់ដង្ហើមបានយូរហើយមែនទេបានមានអាការៈចេញទៅក្រៅបន្តិចហ្នឹងនៅក្នុងគណៈពេលហ្នឹងពេលដែលខ្យល់ដង្ហើមដែលយើងដឹងយូរទៅខ្យល់វាចេះតិចទៅដល់ពេលខ្យល់ដង្ហើមចេះតិចទៅក្នុងគណៈពេលហ្នឹងយើងនឹងមានអាចិត្តរបស់យើងវាតាមដឹងខ្យល់តិចហ្នឹងពេលតាមយូរទៅវាទៅជាការប្រឹងតាមផ្លូវចិត្តដែលយើងអត់ដឹងខ្លួនដល់ពេលវាមានការប្រឹងតាមផ្លូវចិត្តដែលយើងអត់ដឹងខ្លួនហ្នឹងក្នុងគណៈពេលហ្នឹងឯងវាធ្លាយចេញទៅជាការរវើរវាយហ្នឹងអញ្ចឹងក្នុងគណៈពេលហ្នឹងឯងបើថាឃើញតែខ្យល់វាតិចទៅអញ្ចឹងហើយនៅពេលក្នុងគណៈពេលហ្នឹងគឺឲ្យយើងកំណត់ដឹងខ្យល់ដង្ហើមបែបបើនិយាយពីប្រៀបធៀបការចាប់វិញណាបើនិយាយប្រៀបធៀបទៅជាមួយការចាប់វិញគឺចាប់បែបប្រឡែងកុំចាប់ជាប់បើកាលណាចាប់ជាប់អញ្ចឹងគឺអត់បានយូរទេគឺនឹងហត់ហើយដល់ពេលហត់ទៅពេលកាលណាបើកាលណាចិត្តយើងចាប់ទៅវាហត់ពេលហ្នឹងគឺវាអត់ចង់ចាប់តទេពីព្រោះវាអត់មានសេចក្តីសុខក្នុងការធ្វើជាមួយវាអញ្ចឹងជាទូទៅបើកាលណាយើងធ្វើអ្វីដោយមានសេចក្តីសុខក្នុងការធ្វើហ្នឹងចិត្តយើងអត់ទៅណាទេតែដល់ពេលយើងចាប់ដឹងខ្យល់ដង្ហើមចេញចូលដោយការប្រឹងអញ្ចឹងវាអត់មានសេចក្តីសុខនៅជាមួយខ្យល់ដង្ហើមហ្នឹងអញ្ចឹងក៏វាទៅរកផ្សេងវិញទៅព្រោះដែលចិត្តយើងវាចេះតែគិតទៅខាងក្រៅដែលចិត្តយើងវាចេះតែគិតទៅខាងក្រៅចេះតែពីត្រេះរឿងនេះរឿងនោះពីព្រោះអីព្រោះវាឃើញថាខាងក្រៅវាសុខជាងខាងក្នុងនេះសុខជាងខាងក្នុងនេះអញ្ចឹងនៅក្នុងគណៈពេលហ្នឹងគឺយើងទៅធ្វើម៉េចឲ្យមានសេចក្តីសុខនៅជាមួយនឹងខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលគឺដល់យើងពេលដែលវាខ្យល់ដង្ហើមតិចអញ្ចឹងនៅក្នុងគណៈពេលហ្នឹងគឺយើងចាប់ឲ្យប្រឡែងដល់ពេលធ្វើយើងទៅអាហ្នឹងនៅមួយវាបានយូរហើយចិត្តហ្នឹងគឺវាអត់ចេញទៅខាងក្រៅទេពីព្រោះវានៅមានសេចក្តីសុខនៅជាមួយខ្យល់ដង្ហើមហ្នឹងវិធីហ្នឹងទៅបាយទៅមុខបើថាយើងប្រឹងឲ្យវានឹងតែម្ដងស្ងប់បានមកស្បក់ទៅចេញទៀតហើយដល់ពេលចេញទៀតកាន់តែទាញកាន់តែវាព្រោះគេយើងប្រឹងទាញគឺបានថាពីដំបូងប្រឹងឲ្យដឹងខ្យល់ដង្ហើមដល់ពេលប្រឹងឲ្យដឹងខ្យល់ដង្ហើមវាអត់ដឹងក៏វារវើរវាយដល់ពេលទៅប្រឹងមិនឲ្យរវើរវាយមកតង់ទៀតព្រោះដឹងស្រាប់ហើយអាការរវើរវាយនេះវាកើតចេញពីការប្រឹងមិនឲ្យប្រឹងដើម្បីដឹងខ្យល់ក៏រវើរវាយប្រឹងដើម្បីកុំឲ្យវារវើរវាយក៏នៅតែរវើរវាយអញ្ចឹងវិធីគឺបន្ធូរការប្រឹងមិនបានថាបន្ធូរការតាំងចិត្តដើម្បីដឹងខ្យល់ហ្នឹងឯងណាបន្ធូរការតាំងចិត្តដើម្បីដឹងខ្យល់នៅក្នុងគណៈពេលហ្នឹងគឺយើងកំណត់ដឹងខ្យល់ដង្ហើមកំណត់ដឹងបែបលេងធ្វើបែបលេងបាទធ្វើយកជាសាច់ការតែម្ដងអត់បានការទេកណាត្រូវធ្វើបែបលេងយល់ទេគេថាធ្វើបែបលេងណាបើថាធ្វើបែបសាច់ការតែម្ដងអត់បានប្រយោជន៍ទេណាវាមើលទៅបែបសំរុំដូចថារៀបរយប៉ុណ្ណេះវាខាងក្រៅគេមើលទៅវាល្អវាសំរុំអញ្ចឹងមែនប៉ុន្តែធាតុខាងក្នុងវាអត់ទេតែបើថាធ្វើបែបលេងមើលទៅដូចអត់ប្រយោជន៍អាហ្នឹងបានការច្រើនជាងដល់ពេលហ្នឹងគឺឲ្យយើងកំណត់បែបលេងទៅពេលដែលកណាកន្លងមកដូចពេលដែលកណាប្រឡែងវាហ្មងណាប្រឡែងនេះថាឲ្យតាមដំណើរអញ្ចឹងអត់សូវប្រឹងអាហ្នឹងអត់សូវអីដល់ពេលយើងប្រឹងយកមែនតើវាហាក់ដូចតាមរហូតតែយើងមិនថាមិនតាមទេប៉ុន្តែយើងប្រឡែងវាដូចលោកចាស់មានសង្ឃដីកាមិញថាដូចលេងតាមសបាយអង្គុយយើងអត់ឲ្យប្រឡែងទាំងអស់មកអាចិត្តអាជើងក៏អត់ប្រឹងអាដៃក៏អត់ប្រឹងអាខ្លួនក៏អត់ប្រឹងគ្រាន់តែអង្គុយអីធម្មតាអញ្ចឹងទៅហ្នឹងហើយចិត្តអារម្មណ៍តែមួយអញ្ចឹងទៅហើយអត់សូវប្រឹងទេហើយបណ្ដបងយើងចូលពុទ្ធគុណសិនលោកចាស់អស់ពីពុទ្ធគុណនេះស្ងប់ហើយបានយើងចូលអាណាប៉ាហ្មងខណៈហ្នឹងអត់អីទេអាហ្នឹងបើកាលណាពីព្រោះចេះញោមអាណាបាណសតិកម្មដ្ឋានគឺជាកម្មដ្ឋានមួយដែលមាននៅអារម្មណ៍វាល្អិតព្រោះខ្យល់ដង្ហើមវាល្អិតណាអញ្ចឹងបើកាលណាខ្យល់ដង្ហើមវាល្អិតអញ្ចឹងនៅក្នុងគណៈពេលណាដែលចិត្តយើងអត់ស្ងប់នៅសុកចិត្តយើងនៅថាយើងកំពុងតែហត់នៅចិត្តយើងកំពុងតែក្រោតក្រៀតកំពុងតែអត់ស្ងប់ដល់ពេលទៅចាប់យករបស់ដែលល្អិតហ្នឹងចាប់អត់ជាប់ទេ
បើចាប់ជាប់បានតែមួយផ្លែតរួចទៅក៏ល្វើល្វីតហើយអញ្ចឹងវិធីដើម្បីឲ្យយើងអាចកំណត់ដឹងចរដង្ហើមចេញចូលបានល្អបើដូចញោមសូត្រពុទ្ធគុណហ្នឹងទៅចិត្តស្ងប់ក៏យើងសូត្រពុទ្ធគុណហ្នឹងទៅជាងការពេលខ្លះមិនចាំបាច់សូត្រក៏បានដែរគាត់យើងយកគុណរបស់ព្រះអង្គណាមួយក្នុងចំណោមគុណទាំងឡាយហ្នឹងដូចជាពាក្យថាអរហង្គព្រះអង្គឆ្ងាយចាកកិលេសហើយក៏ពិចារណាត្រេះរិះទៅមកទៅវិញទៅមកក្នុងគុណរបស់ព្រះអង្គហ្នឹងពេលចិត្តស្ងប់ហើយក៏កំណត់ដឹងចរដង្ហើមចេញចូលអាហ្នឹងគឺធ្វើឲ្យយើងចាប់ដឹងចរដង្ហើមចេញចូលនឹងបានល្អហ្នឹងហើយមួយទៀតក្នុងការអង្គុយតាមពិតទៅនៅក្នុងការអង្គុយហ្នឹងគឺយើងត្រូវបន្ធូរការប្រឹងតាំងពីដំបូងព្រោះវិធីសាស្ត្រក្នុងការសម្រាប់អ្នកបប្រតិបត្តិអ្នកថ្មីហ្នឹងគឺត្រូវដឹងអំពីវិធីសាស្ត្រទាំង5យ៉ាងគឺទី1គឺឲ្យយើងត្រៀមកាយរបស់យើងមុនពេលអង្គុយសមាធិត្រៀមរាងកាយរបស់យើងណាត្រៀមកាយមុនពេលអង្គុយសមាធិទី2គឺត្រៀមចិត្តមុនពេលអង្គុយសមាធិទី3គឺបង្កើតទម្លាប់ថ្មីក្នុងគណៈពេលចម្រើនសមាធិទី4គឺឲ្យបង្កើនគុណភាពរបស់សមាធិទី5គឺសមាធិដែលមានកម្លាំងមាន5ដំណាក់កាលនឹងឯងណាដំណាក់កាលទី1គឺត្រៀមកាយមុនពេលអង្គុយសមាធិដំណាក់កាលទី2គឺត្រៀមចិត្តមុនពេលអង្គុយសមាធិដំណាក់កាលទី3គឺបង្កើតទម្លាប់ថ្មីក្នុងគណៈពេលចម្រើនសមាធិដំណាក់កាលទី4គឺបង្កើនគុណភាពរបស់សមាធិដំណាក់កាលទី5គឺសមាធិដែលមានកម្លាំងអញ្ចឹងអាការត្រៀមកាយមុនពេលអង្គុយសមាធិហ្នឹងគឺបានដល់ការអង្គុយហ្នឹងគឺអង្គុយក្នុងអរិយាបថដែលជាទីសប្បាយអង្គុយពេនភ្នែនរៀងជើងដូចអាត្មាប្រាប់ហ្នឹងទៅយើងរកអីកលគូដេដូចយើងរៀបរយអស់ហើយបន្ទាប់មកទៅដងខ្លួនរបស់យើងគឺត្រូវឲ្យត្រង់ណាឲ្យត្រង់ទាំងកទាំងដងខ្លួនរបស់យើងក៏ឲ្យត្រង់ពិសេសជើងរបស់យើងនេះបើសិនថាយើងអង្គុយទៅអាចធ្វើឲ្យជើងរបស់យើងណាទាំងសងខាងដល់វាអាចទៅរៀបទៅនឹងកម្រាលល្អណាអាហ្នឹងអាការចុកតាមសរសៃអត់សូវបញ្ហាទេប៉ុន្តែពេលបើថាយើងអង្គុយទៅហើយវាអត់ដល់កម្រាលវានៅហើបអញ្ចឹងអាសរសៃវានៅយឹតណាមែនទេវានៅយឹតអញ្ចឹងដល់ពេលហ្នឹងវាចុកអាសាហ្នឹងឯងតែបើថាយើងរុញយកវាទៅអឹបនឹងអាកម្រាលអញ្ចឹងហ្មងទៅនឹងអត់អីទេអញ្ចឹងមិនឲ្យធ្វើយោគៈមុនពេលអង្គុយហ្នឹងឯងហ្នឹងដែលថាយើងដាក់អញ្ចឹងគឺអត់យូរទេព្រោះសរសៃឡើយវាតាំងសរសៃម្ដុំនេះហើយដល់ពេលទៅវាប្រព័ន្ធនេះវាតាក់ទងមកទាំងអស់ហ្នឹងឯងនឹងហើយអាហ្នឹងគឺតាក់ទងទៅជាមួយនៅក្នុងការអង្គុយហើយបន្ទាប់ពីយើងបន្ធូរអង្គុយឲ្យធ្វើកាយរបស់យើងឲ្យត្រង់ហើយបន្តមកទៅគឺនេះបន្ធូរការប្រឹងណាបន្ធូរការប្រឹងតាមរាងកាយទាំងអស់ព្រោះបើកាលណាយើងអត់បានបន្ធូរការប្រឹងតាមរាងកាយទេគឺធ្វើឲ្យយើងអង្គុយទៅនឹងអត់បានយូរទេវាធ្វើឲ្យចុកចាប់ហើយធ្វើឲ្យចុកចាប់រយតាមរាងកាយរបស់យើងហ្នឹងអញ្ចឹងគឺបន្ធូរកុំឲ្យមានការប្រឹងអសោះហើយសួរថាបន្ធូរការប្រឹងយ៉ាងម៉េចទៅបន្ធូរការប្រឹងហ្នឹងគឺយើងមើលដូចជាបើយើងអត់ចាំថាបន្ធូរការប្រឹងវាម៉េចញោមសង្កេតមើលពេលដែលញោមសម្រាកដូចថាពេលចូលគេអញ្ចឹងណាពេលចូលគេតែតែកាអីហត់ហ្នឹងហ្នឹងលក់ដូរហត់ហើយមួយថ្ងៃពេញហ្នឹងអ្នកអីគេហើយគេលូខាអីអ្នកទិញណាភ្ញៀវគេមកឡើងពេញហ្នឹងដល់ហើយស៊ុបនឹងលក់ដាច់ដល់ហើយអញ្ចឹងណាតែអញ្ចឹងអស់កម្លាំងហើយសម្រាប់ទៅឡើងទៅការអីក៏សម្រាប់យកកម្លាំងហ្នឹងទៅពេលហ្នឹងគឺនេះអាពេលដែលសម្រាប់ឡើងទៅការអីអាហ្នឹងគឺជាការបន្ធូរការប្រឹងភាសាអង់គ្លេសគឺ relax ណា relax វាមាន3ដំណាក់កាលទី1គឺ happy ទី2 relax ទី3គឺ natural មាន3ដំណាក់កាលហ្នឹងអញ្ចឹងហើយអាពាក្យថា relax ហ្នឹងគឺបានន័យថាការបន្ធូរការប្រឹងនេះឯងណាអញ្ចឹងការបប្រតិបត្តិសមាធិបើកាលណាយើងរាងកាយរបស់យើងបន្ធូរការប្រឹងបានកាន់តែល្អគឺធ្វើឲ្យយើងទទួលបានសេចក្តីសុខពីការអង្គុយហ្នឹងហើយបើកាលណាយើងមានសេចក្តីសុខពីការអង្គុយតាមផ្លូវកាយហើយក៏ធ្វើឲ្យផ្លូវចិត្តរបស់យើងនឹងឯងក៏មានសេចក្តីហៅថាមានសេចក្តីសុខផងដែរដល់ពេលកាលណាចិត្តរបស់យើងមានសេចក្តីសុខហើយវាគឺជាហេតុចិត្តដែលធ្វើកើតសមាធិពីព្រោះសមាធិមានសេចក្តីសុខគឺជាហេតុចិត្តណាសមាធិមានសេចក្តីសុខគឺជាហេតុចិត្តហើយដល់ពេលបញ្ញាហ្នឹងគឺមាននៅសមាធិនឹងឯងគឺជាហេតុចិត្តអញ្ចឹងក្នុងការអង្គុយគឺចាំបាច់ដែលអាត្មាតែប្រាប់ថាអង្គុយក្នុងអរិយាបថដែលជាទីសប្បាយអង្គុយក្នុងអរិយាបថដែលជាទីសប្បាយពីព្រោះកលឹះរបស់សមាធិមានតែ2យ៉ាងនេះសំខាន់ទី1គឺឲ្យមានសេចក្តីសុខក្នុងពេលដែលយើងអង្គុយទី2ធ្វើបានជាប់តគ្នាឃើញទេអញ្ចឹងបានថាពីព្រោះឲ្យគេយើងដឹងស្រាប់ហើយថាបប្រតិបត្តិហ្នឹងដើម្បីរួចផុតចាកទុក្ខមែនទេដែលយើងបប្រតិបត្តិរាល់ថ្ងៃហ្នឹងគឺបប្រតិបត្តិដើម្បីរួចផុតចាកទុក្ខអញ្ចឹងបើសិនជាយើងអង្គុយពុបទៅហើយមិនតាន់ដឹងអីផងមានទុក្ខកើតឡើងហើយហ្នឹងហើយរួចផុតចាកទុក្ខមិនទៅអញ្ចឹងគឺបានន័យថាយើងអង្គុយនឹងអត់តាន់បានត្រឹមត្រូវល្អអញ្ចឹងគឺរៀបចំពីរយៈបទក្នុងការអង្គុយរបស់យើងអញ្ចឹងទៅហើយនៅពេលណាដែលយើងអាចមានសតិអាចដឹងចរដង្ហើមទៅបានល្អជាប់តគ្នាហើយបើកាលណាដឹងវាដឹងសុបទៅជាមួយនឹងចរដង្ហើមនៅក្នុងគណៈពេលនេះអាការចុករយតាមផ្លូវតាមរាងកាយរបស់យើងក៏វាអត់សូវមានដែរអានឹងបើថាយើងដឹងសុបណាតែបើថាដឹងអត់សុបដឹងខ្លះចេញខ្លះដឹងខ្លះចេញខ្លះអានឹងប្រកបដែរការចុករយប្រកបជាមានបើកាលណាយើងដឹងសុបទៅជាមួយនឹងចរដង្ហើមចេញចូលបានល្អនៅក្នុងគណៈពេលហ្នឹងគឺចិត្តដែលជាកុសលហ្នឹងវាថាកុសលចិត្តហ្នឹងក្នុងគណៈពេលហ្នឹងគឺវាបង្កើតនៅរូបកលាបថ្មីមកទៀតដែលជារូបកលាបដែលល្អិតជាងមុនស្រាលជាងមុនថ្លាជាងមុនវាធ្វើឲ្យនេះរាងកាយរបស់យើងហ្នឹងគេហៅថាមាននៅហៅថាកាយលុតាមែនទេគឺការស្រាលកាយស្រាលចិត្តហ្នឹងមិនកាត់ឡើងហើយនឹងឯទៀតកាយកម្មញ្ញុតាគឺកាយនិងចិត្តហ្នឹងវាគួរដល់ការងារនេះ
เนี่ยตามประกายរបស់យើងហ្នឹងវាតាក់ទងព្រោះដឹងថាកាយនឹងចិត្តហ្នឹងក៏វាជាពួកចិត្តចេតសិកដែរប៉ុន្តែចិត្តនឹងចេតសិកវាអាស្រ័យតាក់ទងមួយកាយរបស់យើងដែរអញ្ចឹងបើកាលណាសុខស្ងប់តាមផ្លូវចិត្តហើយរាងកាយរបស់យើងក៏ទៅតាមនឹងមិនជាបច្ច័យដល់គ្នាទេព្រោះពីរហ្នឹងញែកគ្នាអត់ដាច់ទេណាជ័យពីរហ្នឹងវាញែកមួយគ្នាអត់ដាច់ទេវានៅអាស្រ័យគ្នាទៅវិញទៅមកអញ្ចឹងចាបើសិនជាយើងទ្រាំអាហ្នឹងអញឲ្យក្រោយពីការលោកចាយើងទ្រាំវាកាន់តែធ្ងន់ទៅបើកាលណាយើងធ្វើខុសវិធីមានលោកយាយម្នាក់ហ្នឹងកាលហ្នឹងទៅបើកវគ្គនៅវត្តសវណ្ណបតុមមែនទេនៅវត្តសវណ្ណបតុមហ្នឹងមានលោកយាយម្នាក់ហ្នឹងគឺគាត់ដើរអត់រួចដោយសារអង្គុយសមាធិហ្នឹងតែនិយាយចឹងមិនឲ្យខ្លាចទេណាប៉ុន្តែដោយសារធ្វើខុសបច្ចេកទេសណាដល់ពេលសារក្រោយឮថាមកបប្រតិបត្តិកម្មដ្ឋានកូនគាត់ប្រាប់ឲ្យមកឯងទៅហើយទៅចេញពីពេទ្យទៅមិនដើររួចដោយសារសមាធិហ្នឹងតែគាត់ថាអញទៅពេលមកទៅបានគ្រូបានអាចារ្យលោកប្រាប់ទៅបានដឹងថាពិតគាត់អង្គុយទ្រាំទាំងដែលកម្លាំងសមាធិរបស់គាត់អត់មានដែលគេអង្គុយបានយូរហ្នឹងគាត់ឃើញគេអង្គុយបានយូរគាត់ក៏ទ្រាំតាមគេទៅដល់ពេលទ្រាំតាមគេទៅអាកម្លាំងសមាធិវាឯងអត់មានទ្រាំទឹកភ្នែកក៏អត់ថ្នាក់គឺទ្រាំមានតែមែនទេហើយទ្រាំដល់ពេលហ្នឹងវាអត់មានសតិដឹងខ្យល់ដង្ហើមឯងប៉ុន្តែអង្គុយទ្រាំយកតែម្យ៉ាងដល់ពេលអញ្ចឹងមានតែចុងក្រោយគឺជើងដើររួចបដ ாய் ដាក់អតេរុញហ្នឹងគិតមើលហើយបប្រតិបត្តិរួចផុតចាក់ទុកដល់ពេលបប្រតិបត្តិទៅមកជាអតេរុញហ្នឹងទៅមិនទៅចឹងហ្នឹងហើយបាត់ដើម្បីបង្កើតទុកហ្នឹងហើយដោយសារគេវាតាក់ទងទៅជាមួយនឹងបច្ចេកទេសក្នុងការធ្វើណាដូចអាប្រាប់ចឹងមនុស្សយើងម្នាក់អត់មានបញ្ញាគេអស់ចាជាងបញ្ញាទេហើយក៏មិនមានអ្នកណាបកាយជាងបញ្ញាដែរតែដែលគេអាចធ្វើបានពីព្រោះមកតែពីគេដឹងអំពីវិធីក្នុងការធ្វើនេះមកពីគេដឹងអំពីវិធីក្នុងការធ្វើអញ្ចឹងបានឃើញថាអ្នកដែលបប្រតិបត្តិនៅចិត្តគ្រូបាអាចារ្យដែលភាគច្រើនគឺគេទៅបានលឿននៅស្អីគេក៏លឺសំខាន់ចំណុចសំខាន់គឺគេបានទទួលយកមកជារៀងរាល់ថ្ងៃហ្នឹងហើយហ្នឹងមានអីទៀតទេអស់ហើយណាហ្នឹងហើយអញ្ចឹងក៏ពេលត្រឡប់ទៅវិញសាកល្បងមើលទៅធ្វើដូចអាប្រាប់ហ្នឹងទៅហើយគាត់คุยទៅកាយមួយទៀតក្នុងការដែលអង្គុយទៅយកហ្នឹងណានៅក្នុងគណៈពេលហ្នឹងគឺតាមពិតទៅដំបូងវាកើតឡើងដោយសារតែយើងមានសេចក្តីសុខក្នុងគណៈពេលដែលនៅក្នុងគណៈពេលដែលខ្យល់នឹងវាល្អិតកើតឡើងនៅពេលដែលខ្យល់វាល្អិតកើតឡើងទៅនៅក្នុងគណៈពេលហ្នឹងពេលដែលញោមអង្គុយទៅមកសបឥឡូវហ្នឹងអង្គុយទៅមានពលិមានអីខ្លះកើតឡើងទេបាញ់ហ្នឹងចង់ថាអត់តណាអត់តនេះគាត់ចិត្តប៉ាន់កន្លងមកធ្លាប់មានពលិកើតឡើងទេកើតនៅបានយូរទេនិយាយទៅបើកើតសឹងថាខ្លួនហ្នឹងដែកហ្មងស្មានតែគាត់ឯងគាត់ឯងដែកហ្មងលោកចាគឺពេលកើតហ្នឹងឯងបើសួរថាពេលដែលកើតឡើងហ្នឹងពលិនឹងកើតនៅតាំងនៅបានយូរទេកណាភ្លេចបាត់ហើយលោកចាភ្លេចមានគឺតែកណាអូខេហ្នឹងព្រោះមិញហ្នឹងឃើញអង្គុយមិញហ្នឹងឃើញអង្គុយរៀងយកដោយសារអាហ្នឹងគឺជាទម្លាប់ចាស់ទេប៉ាញោមអាចថាអត់ដឹងខ្លួនហ្នឹងទៅគឺតាមពិតទៅដឹងហ៎ពេលអង្គុយគឺដឹងស្តិហ្នឹងអត់ទេរៀងខ្លួនយកចេះកណាដឹងហ៎អាហ្នឹងវាកើតឡើងនៅចំណុចណាគឺកើតឡើងនៅក្នុងគណៈពេលដែរហ្នឹងហើយនឹងកំពុងប្រាប់កន្លែងហ្នឹងឯសាហេតុគឺនៅពេលដែលចិត្តរបស់ញោមចាប់ដើមស្ងប់ចិត្តរបស់ញោមចាប់ដើមស្ងប់ខ្យល់ដង្ហើមចាប់ដើមតិចទៅដល់ពេលតិចទៅយ៉ាងទៅនៅក្នុងគណៈពេលហ្នឹងគឺញោមព្យាយាមទៅកំណាប់ទៅចាប់ខ្យល់ដង្ហើមហ្នឹងប៉ុន្តែខ្យល់ចាប់តិចទៅដល់ពេលយូរទៅដូចខ្យល់ដង្ហើមរត់អញ្ចឹងណាតាក់ដល់ពេលទៅអាតាក់ហ្នឹងវាស្តៀងគ្នាទៅជាមួយជីពចរស្តៀងគ្នាមួយជីពចរដល់ពេលតាក់យូរទៅអាខ្យល់ដង្ហើមវាជាអាសាសៈបាសាសៈវាបាត់ទៅហើយប៉ុន្តែអាតាក់នៅតទៀតហ្នឹងគឺជាជីពចរអ្នកខ្លះយល់ឃើញតែអ្នកខ្យល់ដង្ហើមតាក់ឡើងកនេះខ្យល់ដង្ហើមពេលលោកចាស់ពេលកណាស្ងប់ទៅគឺកណាឃើញតែចំមោះកណាហើយខ្យល់នឹងទូទៅហើយឃើញខ្លួនកណាកាន់ដកពូមុខកណាកាន់វែងទៅវិញទៅអញ្ចឹងហើយសំឡេងអីខាងក្រៅកណាលឺអីកណាបិទចោលទាំងអស់ដូចថាមិនឃើញលឺមិនលឺឯងដល់អមបិទរើអីតែកណាបិទចោលកណាអត់ចាក់យកឯងលឺគេនិយាយស្អីអត់ចាក់យកហ្នឹងហើយល្អហើយប៉ុន្តែគាត់ថាដូចស្មាប្រាប់ពីសារហេតុឲ្យយកនេះអាយកនៅក្នុងគណៈពេលនឹងស្អីតាមពិតក្នុងគណៈពេលហ្នឹងគឺចាប់គឺនៅក្នុងគណៈពេលដែលនៅក្នុងគណៈពេលដែលចិត្តរបស់យើងវាស្ងប់ទៅខ្យល់ដង្ហើមនៅវាល្អិតហ្នឹងនៅក្នុងគណៈពេលហ្នឹងគឺដំបងឡើយណាដំបងឡើយហ្នឹងគឺយើងសង្កេតមើលខ្យល់ដង្ហើមព្រោះខ្យល់ដង្ហើមគឺវានៅតិចអញ្ចឹងតែពេលយើងសង្កេតមើលទៅគឺឃើញតែអាហ្នឹងគឺខ្យល់ដង្ហើមដល់ពេលយូរតាមពិតខ្យល់វាអស់ហើយប៉ុន្តែវានៅធៀបខ្យល់ទៅវិញនេះតាមពិតពួកជីបចជីបអីហ្នឹងហើយនឹងច្បាក់បេះដូងដល់ពេលទៅធ្វើយ៉ាងទៅវាក៏មួយយ៉ាងដែរអានឹងដំបងគេណាដល់ពេលយូរទៅពេលដែលវាបានធ្វើវាទៅជាដូចជាกระดาษអញ្ចឹងមែនទេនេះដូចជានេះដូចគេបត់ទៅបាក់ភ្នត់ទៅណាគេបាក់ភ្នត់ណាដល់ពេលសាក្រោយទៅពេលស្ងប់ទៅវាចូលទៅកន្លែងនឹងទៀតផ្លុកញាក់យ៉ាងអីកើយ៉ាងអីកណាចាប់ដើមអង្គុយមកផ្លែតភ្លាមគឺស្ងប់នឹងមកធាក់ហៅម្ដងមកហៅពីរដងទៀតហ្នឹងហើយក្រោយហើយគាត់ហៅយកឲ្យនេះចឹងណាអូខេអង្គុយលើទីបាយគាត់អត់មកអត់មានណានេះចឹងកន្លែងហ្នឹងគួរសួរវិធីសាស្ត្រលោកដែរធ្វើយ៉ាងម៉េចកុំឲ្យចូលកន្លែងហ្នឹងព្រោះអាកន្លែងហ្នឹងវាមិនមែនខ្យល់ទេតែជាជីបចរឬក៏ចង្វាក់បេះដូងចូលកន្លែងនេះលោកចាណាអត់ចូលទេនៅដង្ហើមក្នុងកណាអត់មាននៅនោះនេះទេហ្នឹងហើយប៉ាន់គាត់អាការៈយកនេះប៉ាន់កំពុងបញ្ចូលកន្លែងហ្នឹងឯងយកហ្នឹងគឺកណាប៉ុន្តែគាត់ថាពេលអង្គុយស្ងប់ទៅអាខ្លួនកាយហ្នឹងគឺវាចាប់ដើមរបៀបដូច
đôi xẻo tới chứ chập cái mẹ coi chứ rồi về chập đào mà ngọc chứ thôn xa chứ chập đào mình đừng ha tại vì là mới thay vô chứ á ai bờ cành nạc coi luôn nó nào khơi luôn cho anh yên trù quý ông thằng hao mà lý hay luôn nó về rộng lặng lời chẳng នេះតាមពិតអាចធ្វើបានខ្ញុំដែលវាយកចេះហ្នឹងណារូបហ្នឹងឯងវាកើតចេញពីចិត្តទេណាហៅថាជាចិត្តតចរូបអាយកក៏ជារូបដែរណារូបដែលកើហ្នឹងរូបកើហ្នឹងគឺជាចិត្តតចរូបហ្នឹងឯងអញ្ចឹងនៅក្នុងគណៈពេលហ្នឹងខ្ញុំអាចបញ្ជាបានប្រាប់ថាឲ្យនឹងណាឲ្យនឹងតែពេលឲ្យនឹងទៅគឺវានឹងហើយតែបើថាយើងអត់ប្រាប់ឲ្យវានឹងទេវានៅធ្វើអញ្ចឹងយូរទៅធ្លាប់រហូតជានិស័យហ៎ព្រោះនៅហេហូយល់ខ្លាំងចឹងណាមើលឃើញចឹងមើលឃើញច្បាស់ ព្រោះមាននួនជីមួយបដិបត្តិតានកុំចេញឈ្មោះគាត់អីគាត់បដិបត្តិកាលហ្នឹងគាត់អង្គុយនៅឡានទៅក្រៀមហ្នឹងអង្គុយក្រោយដើមពោគាត់យកមកពិចារណាមុនសេវត្តមែនទេthấy cái chàngយកដំបងដាក់ក្បាលដូនជីនឹងមួយមកអង្គុយទៅអីហ្នឹងគាត់ស្រួលគាត់យកមកកំណាំពោđấy គូមកដំបងទៅថ្ងៃក្រោយឡើងធ្វើតាមមានរហូតដល់អ្នកខ្លះរំអ្នកខ្លះច្រៀងទៀតគ្រប់យ៉ាងទាំងអស់មិនទេកើតចេញពីចិត្តណាកើតចេញពីចិត្តដូចសាញ់ចេះតាមពិតទៅដែលយកតែកណាទៀងហ្នឹងវិញនឹងគ្រប់យ៉ាងអាចបញ្ជាបាននៅក្នុងគណៈពេលហ្នឹងចិត្តដែលស្ងប់ហ្នឹងយើងគិតមើលមិនបាច់ថាស្អីទេសំបីតែចិត្តយើងស្ងប់អាដំបងអង្គុយរៀងអត់សូវត្រង់ចេះដល់ពេលចាប់ដើមស្ងប់ទៅវាទីនៅខ្លួនវាណាក្រឹកអាហ្នឹងគឺជាធម្មជាតិរបស់វាអញ្ចឹងហ៎មិនកណាអង្គុយទៅវាទៀងទៅខាងមុខដល់ពេលទៀងទៅកណាអូខ្លួនកណាមានអារម្មណ៍មួយធ្ងន់ដល់កណាក៏បណ្ដាក់មានបែកកណាហ្នឹងហើយទៀងមកត្រង់ទៅក៏ទៀងទៅមុខហ្នឹងហើយដូចមកប្រាប់ទាំងយើងអាចកំណត់បានព្រោះក្នុងគណៈពេលហ្នឹងបើនិយាយចំទៅដូចជាយើងយករបស់មួយអញ្ចឹងទេឧទាហរណ៍ថាយករបស់មួយទៅដាក់តម្កល់លើអ្វីមួយទៅវារកកលៈដើម្បីឲ្យទប់ណាដល់អញ្ចឹងនឹងដាក់តាណាវាជារៀបរោសិនបើថាលក្ខណៈដាក់លក្ខហ្នឹងបានប៉ាប់ចាប់នឹងនៅអូដាក់នៅទេអញ្ចឹងអាពេលដែលសមាធិវាទៅកើតឡើងថ្មីអញ្ចឹងហៅថាសមាធិវាកំពុងតែចាប់ដើមកំពុងកកើតណាអញ្ចឹងវាទៅរកកលៈរបស់វាដូចគ្នាអញ្ចឹងបើថាគេថាអត់តន់ចូលឡុករបស់វាហ្នឹងអញ្ចឹងមកក្នុងគណៈពេលហ្នឹងបើថាយើងជ្រើសរើសយកឡុកណាមួយហើយយល់ថាអង្គុយទៅយកពីងប៉ុណ្ណេះអញ្ចឹងសារក្រោយបើអត់ពីងអញ្ចឹងទេសមាធិអត់កើតឡើងទេព្រោះធ្លាប់មានប្រធារៈមួយអង្គពេលលោកសមាធិទៅក៏លោកងប់ជាអង្គុយអញ្ចឹងរហូតដល់ពេលទៅទម្លាប់បើកាលណាអង្គុយអត់ងប់អញ្ចឹងចូលជាតិអត់កើតទេហើយគ្រប់ពេលអង្គុយគេយកច្រឡំថាលោកងក់រហូតតាមពិតអត់ទេបើអត់ធ្វើអញ្ចឹងចូលជាតិអត់កើតឃើញទេហ្នឹងឯងបើសំខាន់ណាស់រឿងអ៊ុយជុងកាយយ៉ាងគឺយើងអាចធ្វើបានហើយសំបីនៅសំណាក់នៅហេហូហ្នឹងក៏ដូចគ្នាមិត្តភក្តិកណាក៏អញ្ចឹងមិត្តភក្តិកណាហ្នឹងកណាអញ្ចឹងដែរកណាពេលអង្គុយរៀងស្ងប់ខ្លាំងក៏ទៅអញ្ចឹងទៅក៏អញ្ចឹងមិនស្ងប់អញ្ចឹងលោកអញ្ចឹងអត់ដែរអញ្ចឹងហ្នឹងហើយទៅងាកទៅជំនាញហ្នឹងឯងហ្នឹងដែលថ្មប្រាប់នៅកណាប្រាប់ហ្នឹងគឺវាកំពុងតែរលក់របស់វាអញ្ចឹងកំពុងរលក់ហ្នឹងបានប្រាប់ហ្នឹងដែលថាញោមគាត់យកទៅបើថាយើងនេះវានៅអញ្ចឹងបានថាវាអត់តន់ឡក់ឡើយណានៅអង្គុយរហូតបើមិត្តភក្តិកណាមួយហ្នឹងទេឥឡូវបប្រតិបត្តិដល់ខ្ពស់ហើយពេលលោកពិចារណាពីកាលហ្នឹងពិចារណាពីពួកវិថីចិត្តទេដល់ពេលពិចារណាលោកដេញតាមវិថីចិត្តតាមពិតដល់ពេលធ្វើទៅញក់យ៉ាងចឹងងាកទៅអង្គុយទៅតាមចង្វាក់ទេដល់ពេលទៅរហូតហើយឈប់អត់បានទេបើអត់ធ្វើអញ្ចឹងពិចារណាអត់កើតហើយដល់ពេលអង្គុយទៅអញ្ចឹងវិលមកគេចាំមកធ្វើហ្នឹងហើយមួយយ៉ាងទៀតវាក៏ជាបាបកម្មផងដែរទេពីដំបូងអញ្ចឹងថាអ្នកបប្រតិបត្តិធម៌គឺបើឃើញអីគុំជួយចិត្តបង្អាប់គុំជួយចិត្តបន្ទោសហ្នឹងបាបអក្រក់ហើយឃើញផលបច្ចុប្បន្នតែម្ដងដំបូងឡើយលោកមុនទៅហ្នឹងឃើញថេរៈមួយអង្គលោកបប្រតិបត្តិបានសភាវៈលោកបានល្អប៉ុន្តែលោករយកលោកអង្គុយលោកធ្វើកលោកយ៉ាងទៅអង្គុយទៅលោកស្រួលសម្រួលសរសៃលោកហ្នឹងណាដល់ពេលលោកចូលទៅចាំមកពេលលោកកំពុងធ្វើអញ្ចឹងទៅចុះឲ្យគេអង្គុយមិនគេធ្វើអញ្ចឹងធ្វើដូចភ្ញាក់ផ្អើលអញ្ចឹងណាហើយទៅសួរថេរៈនោះទៀតដល់ពេលអីគេធ្វើហើយលោកអត់ដឹងថាមួយអង្គហ្នឹងបានអីលោកអត់ដឹងទេដល់ពេលដោយភាសាដូចអ្នកលេងសើចអញ្ចឹងណាដល់ពេលទៅសួរហើយប្រធានរបស់គុំសើចគេប្រយ័ត្នពីឆ្លងលោកកំពុងរលក់របស់លោកហ្នឹងណាអីចាំទៅរលក់រកអីណាបានមកតែមួយឆ្នាំក្រោយមកប៉ុន្តែបានផលរហូតដល់ហើយកែអត់ចេញថ្ងៃខ្លះអង្គុយទៅសាដោលោកដើមហើយចុះហើយមិនអញ្ចឹងលោកយកដៃតាប់កេះបឹបស្តុបសាដោមានពីរអង្គមួយអង្គទៀតជាជប៉ុនដូចគ្នាហើយអង្គុយទៅគ្នាហ្នឹងអត់តាក់តងអញ្ចឹងបានប្រាប់ថាពេលដែលយើងហ្វឹកហ្នឹងគឺត្រូវគឺបានន័យថាដូចដើមឈើអញ្ចឹងបើកាលណាវានៅតូចយើងកាច់វាទៅគឺបែកម៉េចពេលធំឡើងទៅវាអញ្ចឹងឯងពុតវាទៅបែកម៉េចពេលធំឡើងវាទៅអញ្ចឹងឯងអញ្ចឹងអាពេលដែលយើងចាប់ដើមដំបូងហ្នឹងបានអាត្មាតែប្រាប់ថាឲ្យយើងបើថាវាទាញអ្នកខ្លះទាញទៅក្រោយទៅហើយអាត្មាតែប្រាប់ថាយើងអាចបញ្ជាបានបើឲ្យទៅអត់តម្កល់វាឲ្យនៅទៅនឹងប៉ុណ្្នឹងទៅបើថានឹងប៉ុណ្្នឹងគឺនឹងរហូតដែរបើថាផ្អៀងគឺផ្អៀងរហូតដែរអ្នកខ្លះផ្អៀងជាហៀងទៅនៅតែអញ្ចឹងឯងបើធ្វើអញ្ចឹងចូលជាអកើតសមាធិទៅអកើតអាហ្នឹងហើយចូលដូចអ្នកខ្លះទៀត
វាច្រើនយ៉ាងហើយដល់ពេលទៅក្នុងចំណោមនេះទៅមិនឃើញហើយដំបូងតាមពិតអ្នកធ្វើហ្នឹងចង់អង្គុយអត់ស្ងប់ចារោវិធីណាតែពេលធ្វើទៅធ្វើមកដូចបន្ទេប្រាប់ធ្វើចឹងដូចសុកនេះទៅសារក្រោយតែមកចឹងខ្លះយ៉ាងដូចត្រូវកលៈរបស់វានឹងឯងងាយចឹងហ្នឹងឯងទៅចឹងវារត់ចង្វាក់របស់វាដូចភ្នត់គេនេះភ្នត់ដែលវាតែចឹងឯងចឹងមិនប្រាប់ថាអាចធ្វើបានណាយ៉ាងរៀបឲ្យត្រូវតាំងពីដំបូងទៅគឺត្រង់ល្អហើយហ្នឹង បើសិននៅក្បែរគ្រូអីពួកឯងកណារៀនតែម្នាក់ឯងគេច្រើនឲ្យតាម YouTube ហ្នឹង ហ្នឹងឯងមានអីឆ្ងល់អីសាកសួរបានហ្នឹងមាននិយមគាត់បប្រតិបត្តិនៅផ្ទះគាត់តែគាត់លក់ដូរហ្នឹងគាត់មកពេលជប់គាត់មកហើយនងឲ្យបប្រតិបត្តិនៅផ្ទះនៅមុនជាប់ដូចថាឈឺកលើបាត់ហ្នឹងនៅបានក៏បានធូរច្រើនជាងសាមុនហ្នឹងដល់ពេលសំខាន់ព្រោះដូចស្មានប្រាប់តែមួយរយៈពេលហ្មងស្មានមុនទៅវិញហ្នឹងញាតិញោមដែលគាត់មកហ្នឹងក៏បានប្រយោជន៍ច្រើនហ្នឹងហើយដូចហ្នឹងដូចញោមនៅខាងនោះហ្នឹងហើយដំបូងហ្នឹងគាត់អង្គុយមានទៅបាននេះណាបានតែតិចហ្នឹងដល់ហើយបើរាប់ម៉ោងមកគាត់ហ្នឹងបានរាប់ម៉ោងទៅស្អីគេគ្រប់យ៉ាងអាចហ្វឹកបានអាចហ្វឹកបានហើយបើដូចខ្ញុំលាក់វិញអត់ដែរធ្វើសមាធិដែរធ្វើអីហងៃអត់នឹងហើយទៅមកហ្នឹងលើកទី1ហើយមកហ្នឹងមិនទៀតខ្លាចខ្មោចចឹងអីទៀតឥឡូវខ្មោចក៏ចង់ភ្លេចចង់ខ្លាចខ្មោចអស់ដែរអាចចង់ភ្លេចអស់ដែរភ្លេចខ្លាចអស់ហើយមកខ្លាចកណ្ដាហ្នឹងឥឡូវសឹកកម្រាមវិញទៀតអត់ឲ្យបនលេងមកញ៉ៃកណាបញ្ហាតែជើងលោកចាំទៅពីអត់មានជើងហ្នឹងក៏អត់ចេញពីកម្មហ្នឹងយើងអាចកែបានដូចមកប្រាប់អ្នកប្រាប់ពីដំបូងយើងទៅធ្វើយូហ្គាហ្នឹងសិនទៅមុនពេលអង្គុយឬក៏យើងអាចយកប្រេងយកប្រេងកាឡាអីប្រេងខ្យល់ក៏បានដែរលាបមុនពេលអង្គុយហើយដល់ពេលណាដែលសមាធិវាចាប់ផ្ដើមមាននេះរបស់វាហើយអាហ្នឹងវាអាចទៅល្អហើយតែបើថាវាអត់បាត់ទៀតបានន័យថាកន្លែងជើងរបស់ខ្ញុំត្រូវមានបញ្ហាសុខភាពកន្លែងហ្នឹងហើយអញ្ចឹងទៅដូចមកប្រាប់ហ្នឹងទៅតែពិតមានវិធីកណាប្រាប់បងអូនស្រីកណាហ្នឹងពេលខ្ញុំស្រីកណាគាត់ដេកគ្រោះថ្នាក់ចរាចរណ៍ឈាមកកហ្នឹងគាត់ធ្វើទុកទៅផ្ទះហ្នឹងគាត់វិលមកដល់ដួលទៅបោកក្បាលនឹងម៉ាស៊ីនដេម្ដងទៀតហ្នឹងទេដល់អញ្ចឹងកណាក៏ឲ្យគាត់មកនេះទៅឲ្យបងអូនគាត់បូមគាត់យកកៅបូមហ្នឹងបូមឲ្យវាចេញអាឈាមដេបូមហ្នឹងវាមិនក្រហមវាជាប់ណាហើយទៅគេមានតាមចូលគេអ្នកជួសហ្នឹងចោះទៅហើយបូមទៅបឺតយកអាឈាមខ្មៅចេញមកកៅបូមកៅជប់ហ្នឹងកៅជប់ហ្នឹងជប់ខ្យល់ហ្នឹងពេលបូមចេញទៅគាត់ថាធូរហើយបានលក់ស្រួលលក់អីមកគាត់ហើយថ្ងៃទឹកមិញសួរមុំហើយឡើងមិនអីគាត់ថាឡើងអីក្បាលគាត់ហ្នឹងឡើងអីបានគាត់ថាជើងគាត់វាស្បែកវាក្រាស់ពួកឈាមដែលគេដែលវាលេពីក្បាលទៅគេដាក់ថ្នាំនេះទៅវាលេទៅធ្លាក់ដល់ជើងយើងគាត់ចុកជើងបានគាត់ថាបូមវាអត់កើតដោយសារស្បែកក្រាស់ណាហើយណាមួយមុំអត់ស្រីកណាជាក្បាលអញ្ចឹងសោលីទៅប្អូនចាកុមារៈកណាលោកឲ្យគេបូមឲ្យជួបហើយយើងជប់ខ្យល់ជប់ទៅមិនក្រហមហ្នឹងហើយដល់ពេលក្រហមយកអាមជុលតារាងយើងតារាងកណាចាក់អាមជុលចាក់ទៅឈាមវាហូរមកហើយជូតឈាមហ្នឹងទៅហើយបឺតចេញមកទៅអស់អាឈាមខ្មៅឡើងអីហ្នឹងពីច្រើនអ្នកខ្លះគឺមានបញ្ហាជើងកន្លែងហ្នឹងឯងមានបញ្ហាអូខេអូយមកច្រើនហើយណាត្រូវហើយគេធ្វើតូតេតាមកហ្នឹងមកម៉ោង 7:09 ហើយណាអូខេអូនចាអត់ទេហើយយូហ្គានោះផ្សឹងបើសិនអត់បានធ្វើយូហ្គាទេណាបើថាគាត់មានពេលធ្វើយូហ្គាទេគឺរៀបលេងកន្លែងមុនពេលអង្គុយសមាធិក៏បានអីខ្វាយយើងហៅតែមិនទេវារបៀបយើងហៅរបៀបដូចជាលំហាត់ប្រាណហ្នឹងបើនិយាយទៅប៉ុន្តែវាមិនធ្ងន់ដូចលំហាត់ប្រាណទេរបៀបពុតដៃពុតជើងអីចឹងហ្នឹងណាអាហ្នឹងជាយូហ្គាហ្នឹងអីហើយវាស្រាលជាងហាត់ប្រាណគឺណាវាត្រូវប្រើកម្លាំងពេញញឹកយូហ្គានេះជាលំហាត់ស្រាលជាងហៅពុតដៃពុតជើងហ្នឹងឡាមកអត់ដឹងតែខ្មែរយើងហៅអីអត់ដឹងតែភាសាខ្មែរយើងគេហៅអីហ្នឹងខ្មែរយើងហៅយូហ្គាដែរតាយូហ្គាហ៎យូហ្គាហ្នឹងឯងហ្នឹងធ្វើហ្នឹងឯងប៉ុណ្ណឹងចឹងប៉ុណ្ណឹងដល់ម៉ោងហើយណាដល់ម៉ោងឈប់ហើយតែខ្ញុំតើគាត់សាក់សួរបន្ថែមពីរឿងខ្យល់ហិតតាណាមើលទៅវាមានបញ្ហារឿងខ្យល់ហិតចាំតាម Telegram ទៅបានខ្យល់ហិតចឹងណាអត់អីទេណាហើយនេះទៅចាំសាក់សួរតាមក្រោយទៀតក៏បានដែរបងមកទៀតមកឯងមកទៅចាំមកគាត់និយាយឯងទៅផ្ទះញោមបើបានទៅសួរលោកទៀតផ្ទះញោមម៉ារីដែបស្អែកហ្នឹងកម្មវិធីនេះផ្ទះញោមម៉ារីដែបព្រោះហ្នឹងហើយមួយថ្ងៃពេញហ្មងហ្នឹងហើយបើក៏គាត់មុនស្មាទៅមួយបន្ទេដូចមួយអង្គទៀតនៅណាវានៅនោះខាងនំអង្គហ្នឹងទៅនៅប៉ុន្មានស្មាទេអ្នកព្រានហ្នឹងហើយ
bon សាធុណោះអូខេឥឡូវដល់ពេលហើយណាចឹងក៏ការសភាអារម្មណ៍ការសាកសួររឿងអារម្មណ៍កម្មដ្ឋានហ្នឹងក៏ត្រឹមប៉ុណ្្នឹងចុះណាបងហ្នឹងហើយបញ្ជាក់ពេលព្រឹកនេះណាពេលព្រឹកនេះគឺម៉ោង 5ណាម៉ោង 5ហ្នឹងគឺថ្មម៉ោងនេះហើយយើងសភាអារម្មណ៍ហើយទៅព្រោះស្អែកបានន័យទេតែពេលយប់កម្មវិធីដូចដើមវិញទេណាពេលយប់អីមកវិញដូចដើមវិញទេហ្នឹងតើឧទ្ទិសបុណ្យណាបងអ៊ីដាំងណូពុញ្ញំញាតិណាំងហូនទូសុខិតាហូនទូញាតយោសូមផលនៃបុណ្យនេះចូលសម្រេចដល់ពួកញាតិរបស់ខ្ញុំបករណាទាំងឡាយសូមឲ្យញាតិទាំងឡាយចូលនៅជាសុខចោអ៊ីដាំងណូពុញ្ញំអាសវៈខយ៉ាងវហង្ហូនទូសូមផលនៃបុណ្យនេះចូលជាបច្ច័យដើម្បីអស់ទៅនៅអាសវៈកិលេសទាំងឡាយក៏បីមានសេះសល់ឡើយអ៊ីដាំងណូពុញ្ញំសព្វសត្តានំបាជេមីទេសបេមេសមੰពុញ្ញផាខੰលភន្តុខ្ញុំប្រការណាទាំងឡាយសូមចែកនៅបុណ្យទាំងអស់នេះដល់សពសត្វទាំងឡាយទាំងពួងសូមឲ្យសពសត្វទាំងឡាយទាំងពួងបានទទួលនៅចំណែកនៃបុណ្យទាំងអស់នេះផងចោអ៊ីដាំងណូពុញ្ញំនិផានាសាបច្ចយោហោតុសូមផលនៃបុណ្យនេះចូលជាបច្ច័យដើម្បីបាននៅ